Hello Hello សួស្តីអ្នកនរគ្នាមុននឹងចូលទៅកាន់វីដេអូរបស់យើងហ្នឹងកុំភ្លេចជួយចុច Sub ក៏ដូចជា Join Telegram ដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នា scan នៅលើហ្នឹងដើម្បីទទួលបាននូវការ share link ដែលខ្ញុំបាន share ចូលទៅកាន់ Telegram របស់គ្នាយើងតាមដានគ្រប់រឿងដែលខ្ញុំបានផុសហ្នឹងឯងនៅស្អីក្នុងពេលទី1យើងក៏បានឃើញថានៅទីក្រុងមីងយូដែលជាទីក្រុងរវាងការប្រកួតប្រជែងទាំង4រវាងកុលសម្ព័ន្ធនិងគ្រួសារទាំង4ផងដែរហើយយើងក៏បានឃើញនៅការប្រកួតចំនួន2នាក់កំពុងតែធ្វើការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញខ្លាំងយកតែមែនទែនដំណងជាមួយនឹងពេលសម្ដែងរបស់អ្នកទស្សនាថាកម្លាំងរបស់អ្នកទាំងពីរធ្វើជាខ្លាំងមែនទែនហើយមនុស្សម្នាក់មានឈ្មោះថាយូហ្វាំងមនុស្សម្នាក់ទៀតមានឈ្មោះថាឈិនលីដែលឈិនលីគឺជាតួឯកបរបស់យើងនៅក្នុងសាច់រឿងមួយនេះការប្រយុទ្ធរបស់អ្នកទាំងពីរពិតជាស្វិតស្វាញខ្លាំងមែនទែនហើយកម្លាំងរបស់អ្នកទាំងពីរមើលទៅហាក់ដូចជាស្មើគ្នាផងដែរប៉ុន្តែមួយសន្ទុះក្រោយមកបាយយូហ្វងគឺបានចាត់ការទៅកាន់ឈិនលីគឺឲ្យដេយកតាមរងបន្តមកក៏បានបញ្ចេញកម្លាំងរបស់គេបន្ថែមទៀតជាមួយនឹងពេលសម្ដីថានៅចំពោះមុខរបស់យើងនឹងឯងគ្រាន់តែជាឆ្កែមកក្បាលតែប៉ុណ្ណោះហើយក៏បានដើរទៅជន់ធុងរបស់គេបញ្ចេញកម្លាំងយ៉ាងខ្លាំងជាមួយនឹងដុំថាមពលមួយវេចំមុខរបស់ឈិនលីហើយវាធ្វើបន្ទុកថាមពលយ៉ាងខ្លាំងគឺបានខាត់ឡើងនៅកន្លែងហ្នឹងប៉ុន្តែនៅពេលដែលខ្សែរស័ត្វបានទៅកម្លាំងរបស់ឈិនលីតួឯករបស់យើងក៏ធំបានភ្ញាក់ឡើងយើងក៏បានឃើញថាអបាយូហ្វងគឺធំបានគេថយទៅក្រោយយ៉ាងខ្លាំងជាមួយនឹងការរងរំពួនតែម្ដងចំណែកឈិនលីគេក៏បានដាក់ខ្សែឈាមរបស់គេបានជោគជ័យផងដែរដែលជាខ្សែឈាមនេះភ្លើងហើយការប្រកួតរវាងប៉ៃឈិនលីជាមួយនឹងប៉ៃយូហ្វងគឺថោបានសម្រាប់ចាញ់ឈ្នះផងដែរដោយអ្នកឈ្នះនឹងគឺជាឈិនលីតួឯករបស់យើងនឹងឯងហើយគេទទួលបាននៅថ្នាំផងដែរហើយមិនយកទៅណាទេគឺយកទៅឲ្យស្រីស្នេហ៍របស់គេនឹងយើងក៏បានឃើញថានៅពេលនេះផងដែរគេក៏បានបន្តផ្ទះនៃគ្រួសារយន្តនៃយ៉ាងទៅហើយបន្តមកគេក៏បានដើរទៅយ៉ាងលឿនដើម្បីជួបគូស្នេហ៍របស់គេដែលមានឈ្មោះថាយុនស៊ីសូម្បីតែអ្នកបម្រើរបស់គេគឺខត់ឲ្យសម្រេចអីចឹងទៅប៉ុន្តែគេមិនស្ដាប់នោះទេហើយយើងក៏បានឃើញនារីម្នាក់ក៏បានបើកទ្វារចេញមកផងតែម្នាក់ស្រីនឹងមានឈ្មោះថាយុនស៊ីដែលជាស្រីស្នេហ៍របស់ប៉ៃឈិនលីតួឯករបស់យើងនឹងឯងគាត់តែម្ដងភ្លាមក៏បានយកថ្នាំថ្នាក់ទី8ដែលជាថ្នាំជូសៀនគឺយកទៅឲ្យតែម្ដងសូរីអ្នកនរគ្នាគឺជូយិនថ្នាំក្រមួយនេះផងដែរពិតជាមានសារៈសំខាន់សម្រាប់ Network តែមិនតាន់បាននៅខ្សែឈាមរបស់ពួកគេវិញយើងក៏បាននិយាយទៅកាន់ឈិនលីផងដែរប៉ុន្តែឈិនលីក៏បានបង្ហាញនៅខ្សែឈាមភ្លើងរបស់គេចេញមកជាតែធ្វើឲ្យនាងក៏សប្បាយចិត្តជាមួយនឹងប៉ៃឈិនលីដែរហើយឈិនលីសង្ឃឹមថាគេគឺអាចរៀបការជាមួយនឹងយាយប៉ៃយុនស៊ីបានហើយនាងក៏បានឲ្យអំណោយទៅកាន់ឈិនលីផងដែរដោយការថាមកសិតនឹងបានដាក់ចេញទៅជាមួយនឹងពាក្យសម្ដីរបស់ប៉ៃឈិនលីគឺបាននិយាយថាគេសង្ឃឹមថានឹងអាចរៀបការជាមួយនឹងនាងបានក៏ដោយសារតែពូទី4ដែលជាពូរបស់គេនឹងគឺជាឪពុករបស់យាយប៉ៃយុនស៊ីនឹងដូច្នេះហើយគេច្បាស់ជាអាចរៀបការក៏ដោយសារតែពួកគេគឺបានតេតងគ្នាតាំងពីក្មេងដល់ស្អីរបស់យើងគឺកាន់ដល់ពេលបន្ទាប់យើងក៏បានឃើញថាឈិនលីគឺបានមកជួបលោកពូទី4របស់គេដែលមានឈ្មោះថាយុនធីនហៃជាមួយនឹងអប៉ៃយុនធីនហៃនេះផងដែរគេក៏ចង់មើលនៅខ្សែឈាមរបស់ឈិនលីទៅវិញរបស់យើងហើយឈិនលីគឺដូចជាទៀតក៏បានបង្ហាញនៅខ្សែឈាមរបស់គេចេញមកជាទៅធ្វើឲ្យពូទី4របស់គេក៏សប្បាយចិត្តផងដែរដោយប៉ៃយុនធីនហៃគឺចង់ថងបន្ថែមទៀតក៏បានទៅឆែកមើលទៅការប៉ៃឈិនលីតែម្ដងចំណែកឈិនលីក៏បានបើកដៃឲ្យទៀតបន្ទាប់ពីសង្កេតមកក៏មានការភ្ញាក់ផ្អើលខ្លាំងដែរដោយសារតែខ្សែឈាមរបស់គេស្ថិតនៅកម្រិតទី5នៃអាចាក់សៀនហើយក៏បានដាក់ដៃលើធុងរបស់តួឯករបស់យើងក៏បានខ្វាយយកនៅខ្សែឈាមភ្លើងមួយនេះតែម្ដងថាវាគឺមិនសាសមជាមួយនឹងឯងនោះទេសាសមជាមួយនឹងកូនស្រីរបស់យើងគឺយុនស៊ីជាងដល់វាចេញមកជាហេតុទៅអបៃឈិនលីពិតជាឈឺខ្លាំងមែនទែនតែម្ដងហើយក៏បានយកខ្សែឈាមមួយនេះយកទៅឲ្យយាយប៉ៃយុនស៊ីហើយនាងពិតជារីករាយខ្លាំងមែនទែនក៏ដោយសារតែបានខ្សែឈាមកម្រិតទី5នៃអាចាសៀនច្បាស់ណាស់ការវឹកហាត់របស់នាងនឹងកើនឡើងជាលំដាប់នឹងក្លាយទៅជាមនុស្សកំពូលក៏ដូចជាអ្នកទាំង4នៅក្នុងពិភពខណ្ឌមួយនេះឈិនលីពិតជាឈឺចាប់ខ្លាំងមែនទែនហើយក៏បានខឹងទៅកាន់អ្នកទាំងពីរផងដែរប៉ុន្តែគេមិនអាចធ្វើអ្វីបានក៏ត្រូវបានយាយប៉ៃយុនស៊ីគឺថែមួយជើងហើយមួយជើងនេះផងដែរយើងក៏បានឃើញលេខពន្លឺដ៏មួយចេញមកហើយវាគឺជាតានធានរបស់ឈិនលីតួឯករបស់យើងនឹងឯងហើយវាក៏ថោបានបំផ្លាញភ្លាមផងដែរជាមួយនឹងពាក្យសម្ដីតែយាយប៉ៃយុនស៊ីក៏បាននិយាយថាតែឯងគិតថាយើងនឹងរៀបការជាមួយនឹងសំណុះសម្រាប់ដូចជាឯងមានដែរទេចំណែកឈិនលីពិតជាខឹងយកតែមានតែម្ដងប៉ុន្តែគេគឺមិនអាចធ្វើអ្វីទៅកាន់អ្នកទាំងពីរបានហើយឈិនលីស្បត់ថានឹងសងសឹកទៅកាន់អ្នកទាំងពីររាប់រយដងបន្ទាប់ពីគេមានការវឹកហាត់ឡំមកវិញប៉ុន្តែគិតថាយាយប៉ៃយុនស៊ីនឹងគឺអាចធ្វើឲ្យតួឯករបស់យើងមកសងសឹកគេបានមែនដែរទេដល់ដែររបស់នាងចេញមកដើម្បីវាប្រហែលនឹងសម្លាប់ទៅកាន់ឈិនលីប៉ុន្តែក៏ត្រូវបានឪពុករបស់នាងហាមឃាត់ក៏ដោយសារតែប្រសិនបើសម្លាប់ទៅកាន់ប៉ៃឈិនលីនៅពេលនេះច្បាស់ណាស់នឹងពិបាកក្នុងការបោះឆ្នោតទៅកាន់ព្រឹត្តិការណ៍កម្ពុជាជាមខានដូច្នេះទៅក៏ប៉ៃឈិនលីរស់នៅប្រហែលថ្ងៃទៀតទៅចប់នៅពេលដែលគេចាក់ចេញពីទីក្រុងមួយនេះហើយដូច្នេះច្បា
បើជាអាចសម្លាប់ទៅកាន់គេបានបន្តមកក៏បានហៅមនុស្សម្នាក់ឲ្យយកអបាយជិនលីទួយផុតរបស់យើងហ្នឹងយកទៅឃុំឃាំងគេនៅឲ្យគុកងឹតទៅហើយយើងក៏បានឃើញថាសាច់រឿងរបស់យើងកាន់មកដល់គងងឹតពិតជាលឺសំឡេងលាន់ឮតែជាសំឡេងរបស់ជិនលីទួយផុតរបស់យើងហ្នឹងត្រូវបានគេដាក់ទរណកម្មដោយយើងឃើញថាជិនលីក៏ត្រូវបានអបាយមួយហ្នឹងគឺបានវាយប្រហារដល់ខ្សែតៃតែម្ដងជិនលីពិតជាឈឺចាប់ខ្លាំងមែនទែនប៉ុន្តែគេនៅតែមិនចោលចាញ់និយាយឌឺទៅកាន់អបាយនឹងពិតជាខឹងតែពិតជាចង់រៀបការជាមួយនឹងអ្នកនឹងដូចមានដែរទេហើយទួយផុតរបស់យើងគ្មានតែខ្វល់ទេដល់ទៅមាត់ក្តារមកបាយហ្នឹងជាហេតុដែលធ្វើអបាយហ្នឹងពិតជាខឹងក៏បានវាយខ្សែតៃទៀតទៅកាន់ជិនលីហើយជិនលីរបស់យើងក៏បានធ្លាក់មកដល់សមុទ្រភ្លើងរបស់គេក៏បានឃើញថាមានមនុស្សជាមួយនឹងអសរយន្តជាច្រើនគឺបានលេចឡើងហើយក៏បាននិយាយប្រាប់គេផងដែរយើងក៏បានឃើញថាឆ្នាំងចង្ក្រានមួយក៏បានលេចចេញនៅមនុស្សកំពុងម្នាក់ផងដែរដែលគាត់មានឈ្មោះថាតៃស៊ីធានសុនហើយកន្លែងហ្នឹងផងដែរជិនលីរបស់យើងគឺមិនដឹងថានេះគឺជាសមុទ្រភ្លើងរបស់ខ្លួនឯងទេដល់ប្រជាធានសុនគឺបានប្រាប់ទៅគេទាំងអីចឹងទៅហើយក៏បានសួរទៅកាន់ប្រជាធានសុនហើយបានជាគាត់គឺស្ថិតនៅសមុទ្រភ្លើងរបស់ខ្លួនចំណែកប្រជាធានសុនក៏បាននិយាយថាដោយសារតែធម្មពលវិញ្ញាណរបស់ជិនលីទួយផុតរបស់យើងនឹងស្តៀងជាមួយនឹងព្រះវិញ្ញាណម្នាក់គឺពិតជាស្តៀងខ្លាំងយត់មែនទែនម្ដងដូច្នេះហើយពិតជាធ្វើចូលវាសនាមួយនេះគឺមកគាត់ជាមួយនឹងជិនលីនឹងគឺបានជួបគ្នាហើយគាត់នឹងផ្ដល់កែឲ្យជិនលីរបស់យើងគឺអាចគេគាត់អំពីគ្រោះថ្នាក់មួយនេះបាននឹងឆ្លងផុតវាដោយជោគជ័យទៀតផងហើយជិនលីក៏មិនដឹងថាបានជាគាត់គឺចង់បង្រៀនខ្លួនបែបនេះក៏បានសួរទៅកាន់ប្រជាជនសុនចំណែកប្រជាជនសុនបាននិយាយថាដរាបជិនលីគឺអាចខ្លាំងដូច្នេះហើយគេអាចបង្កើនរាងកាយមួយឲ្យគាត់បានដូចជាប្រជាយ៉ាឡារបស់យើងគឺជួយទៅកាន់ស៊ូយៀនអញ្ចឹងជិនលីគឺកំពុងនៅទេដរាបណាគេអាចសងសឹកបានដូច្នេះគេយល់ព្រមជាមួយនឹងស្នារបស់ប្រជាជនសុនហើយប្រជាជនសុនក៏បានបញ្ជូនស្គីរបស់គាត់ក៏ដូចជាចំណេញរបស់គាត់ផងដែរគឺបញ្ចូលទៅកាន់គូក្បាលរបស់ជិនលីរបស់ទួយផលរបស់យើងពិតជាឈឺចាប់ខ្លាំងមែនទែនជាមួយនឹងគ្នានេះផងដែរនៅពេលដែលគេគឺបានបើកភ្នែកត្រឡប់មកវិញនឹងកម្លាំងរបស់គេពិតជាមានខ្លាំងមែនទែនក៏បានធ្វើជាមួយនឹងអបាយដែលបានចងហ្នឹងហើយក៏បានដាក់ទរណកម្មគេហ្នឹងគឺធ្វើស្បៃយកតែម្ដងហើយអបាយហ្នឹងពិតជាមានការព្យាបាលក៏ដោយសារតែធនធានរបស់ជិនលីហ្នឹងគឺត្រូវបានផ្លាញ់បាត់ហើយបានជាក្បាច់គាត់របស់គេនៅតែមានដូច្នេះជិនលីរបស់យើងគឺគ្មានអីទេចូលចាត់ការសម្រាប់ទៅកាន់អបាយហ្នឹងភ្លាមតែម្ដងបន្តមកក៏បានចាក់ចេញពីគងងឹតមកដល់ខាងក្រៅវិញបានសាយហោទៅកាន់យបយន្តស៊ីជាមួយនឹងអបាយយន្តធានហៃគឺចែងមកដើម្បីគេសម្លាប់ទៅហើយអបាយន្តធានហៃជាមួយនឹងអបាយយន្តស៊ីកំតាន់ចេញនោះទេក៏បានលេចចេញនៅមនុស្សម្នាក់ទៀតគឺបានចេញមកយកតែម្ដងហើយគេឆ្ងល់ថាហេតុបានជាជិនលីគឺអាចចាក់ចេញពីគងងឹតនៅទីកន្លែងហ្នឹងបានជិនលីគឺមិនបាននិយាយអ្វីនោះទេប្រាប់គេឲ្យត្រៀមខ្លួនស្លាប់និងត្រៀមខ្លួនក្នុងការបំផ្លាញនៅគ្រួសាររបស់គេដោយតែរបស់យើងផ្ទាល់ដូច្នេះជាហេតុដែលអបាយហ្នឹងពិតជាខឹងឡាមតែហើយខ្ញុំភ្លេចថាអបាយហ្នឹងមានឈ្មោះថាយុនយានដែលជាបងផលរបស់ជាបែកហ៊ុនស៊ីនឹងឯងជាមួយនឹងពេលសម្ដីរបស់ទួយផលរបស់យើងពិតជាធ្វើឲ្យយុនយានពិតជាខឹងខ្លាំងមែនហើយក៏បាននិយាយថាពិតជារកស្ក្លៃស្លាប់ហើយក៏បានបញ្ចេញកម្លាំងរបស់គេចេញមកចំណែកឯជិនលីរបស់យើងវិញក៏បានបញ្ចេញរស័យស្និតខ្លារបស់គេចេញមកដូចគ្នាផងតែក៏បានលោតវាប្រហែលហើយអាភ្លើងខ្លារបស់គេនឹងផងតែក៏បានចាត់ការនឹងវាប្រហែលទៅកាន់អបាយយុនយាននឹងយ៉ាងវេទនាយកតែម្ដងហើយកន្លែងនឹងផងដែរជិនលីរបស់យើងគឺបាននិយាយផងដែរថាអបាយយុនយាននឹងគឺបានរៀនអំពីជំនាញខ្លានេះជាមួយនឹងខ្លួននោះទេហើយខ្លួនក៏បានបង្រៀនអីចឹងទៅប៉ុន្តែឥឡូវចង់យកស្នៀតនឹងគឺយកមកវាយប្រហារទៅកាន់ជិនលីពេលពិតជាវេទនាខ្លាំងមែនទែនទៅដល់គេហ្នឹងហើយក៏ដូចគ្នាផងដែរបន្ទាប់ពីអបាយយុនយានគឺត្រូវបានវាយប្រហារដល់ជិនលីទួយផលរបស់យើងហ្នឹងគេពិតជាមិនសោកចិត្តហើយហេតុបានជាគេហ្នឹងគឺមានកម្រិតវឹកហាត់ឡើងវិញគេពិតជាឆ្ងល់ខ្លាំងមែនទែនប៉ុន្តែក៏បានដកនៅស្លាបញ្ចេញនៅធម៌ពលយ៉ាងខ្លាំងចេញមកវាយប្រហារទៅកាន់ជិនលីប៉ុន្តែក៏ត្រូវបានជិនលីតបតជាមួយនឹងការបំបីនៅការវាយប្រហារមួយនឹងតិចបំទូធម៌ពលរបស់ជិនលីយ៉ាងខ្លាំងចេញមកហើយក៏បានសងម្ដាយទៅកាន់អបាយយុនយានយើងក៏បានឃើញថាអបាយយុនយានពិតជាវេទនាជិនលីក៏បានមកជន់ទងថែបហើយនិយាយថាឲ្យត្រៀមខ្លួនក្នុងការស្លាប់ហើយនៅជាបណ្ដើមនៅខ្សែរឿងពេលទី3យើងក៏បានឃើញថាជិនលីរបស់យើងគឺបានដើរទៅរកអបាយយុនយានក៏បានជន់ទ្រង់ទៅកាន់គេបញ្ចេញទៅធម៌ពលរន្ទះចេញមកនិយាយទៅកាន់គេឯគឺជាមនុស្សដំបូងដែលស្លាប់នៅក្នុងគ្រួសារយុនប៉ុន្តែភ្លាមយើងក៏បានឃើញថាអបាយយុនធានហើយជាមួយនឹងឪពុករបស់អបាយយុនយានដែលមានឈ្មោះថាយុនធានលៃហ្នឹងគឺបានមកទីកន្លែងនេះដើម្បីបញ្ឈប់ទៅកាន់ជិនលីទួយផលរបស់យើងហើយអបាយយុនធានហើយពិតជាមានការព្យាបាលខ្លាំងមែនទែនគេពិតជាឆ្ងល់ហេតុអ្វីបានជាទួយផលរបស់យើងហ្នឹងត្រូវបានបំផ្លាញនៅការវឹកហាត់ហើយហេតុបានជាមានក្បាច់គុណបែបនេះទៀតហើយក៏បាននិយាយទៅកាន់ជិនលីដល់លែងទៅកាន់កូនផលរបស់អបាយយុនធានឡៃទៅប៉ុន្តែទោះជាយ៉ាងណាក៏ដោយទួយផលរបស់យើងគឺបានគាត់ថាសមត្ថភាពរបស់គេមិនដល់ក៏មកចាត់ការនៅពេលនេះបានដែរប៉ុន្តែគេមកយកអបាយយុនយានគឺនៅរស់បាននោះទេហើយក៏បាននិយាយអពីនៅហ្នឹងគឺបានដកលេខចំនួន10ហ៊ានទៅដូច្នេះយើងក៏បានឃើញថាដករៀនមានដែរទេប៉ុន្តែមិនបានដក
កលេនោះតែបាយយន្តធានហើយគឺបានបញ្ចេញថាពរបស់គេស្ទើរទៅបហាទៅកាន់ឈិនលីទួយពរបស់យើងជាហេតុធ្វើគេទៀតចំណែកឈិនលីវិញគឺមិនអាចទប់ទល់បាននោះទេដោយសារសមត្ថភាពរបស់គេមិនធំមែនជាដៃគូរបស់បាយយន្តធានហើយប៉ុន្តែយើងក៏បានឃើញថាឈិនលីរបស់យើងក៏បានផាអាក្រោតនៃការរត់គេចគឺបានបញ្ចេញល្បឿនរបស់គេយ៉ាងលឿនគឺបានស្ទុយចាញ់ចេញពីទីកន្លែងនឹងចំណែកបាយយន្តយានវិញគឺត្រូវបានសម្លាប់ដោយឈិនលីទួយពរបស់យើងបាត់ទៅហើយឪពុករបស់គេពិតជាខឹងខ្លាំងមែនក៏បានស្ដីបន្ទោសទៅកាន់បាយយន្តធានហើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេបាននិយាយដោះស្រាយថាក៏ដោយសារតែបែបនេះហើយបើសិនបំចាត់ការទៅកាន់បាយឈិនលីវិញច្បាស់ណាស់នៅថ្ងៃនេះពួកគេទាំងពីរច្បាស់ជាត្រូវសម្លាប់ជាជាមិនខានហើយបញ្ហារបស់ពួកគេក៏ត្រូវបានដោះស្រាយដោយងាយស្រួលបែបនេះដែរទោះបីជាបាយយន្តធានឡើយគឺបានឃើញបែបនេះនឹងដឹងបែបនេះដែរក៏មិនដោះស្រាយជាមួយនឹងបញ្ហានេះបានដែរដូច្នេះហើយមានតែសម្រាប់តាមបាយយន្តធានហើយក៏បានឲ្យកូនចៅរបស់គេនឹងគឺតាមស្វែងរកទៅកាន់ឈិនលីរបស់យើងដើម្បីសម្លាប់គេសងសើកូនផតរបស់ខ្លួនចំណែកឈិនលីវិញគេក៏បានហោះចូលមកកាន់ពុយមានវ៉ាន់ប៉ាវជាមួយនឹងគ្នាផងដែរគេពិតជាមិននឹកស្មានថាគឺបានហោះចូលមកកាន់ទីកន្លែងនេះទេសំខាន់នៅទីកន្លែងនេះផងដែរយើងក៏បានឃើញមនុស្សស្រីម្នាក់គឺបានដើរមករកគេពិតជាមានការព្យាបាលខ្លាំងតែហើយក៏មានប្រជាម្នាក់គាត់បានមករកនៅទាំងពីរហើយក៏បានស្ដីបន្ទោសទៅកាន់ឈិនលីរបស់យើងដែលហ៊ានចូលពុយមានវ៉ាន់ប៉ាវរបស់ពួកគេជាមួយនឹងគ្នានេះផងដែរយើងក៏បានដឹងឈ្មោះទៅកាន់តាចាំម្នាក់ហ្នឹងដែលមានឈ្មោះថាហងស៊ីស៊ូជាមួយនឹងគ្នានេះផងដែរខ្ញុំសូមហៅគាត់ថាប្រជាហងទៅបានហើយចំណែកឯរីម្នាក់ហ្នឹងវិញគឺខ្ញុំបកចេញនោះទេបកចេញទៅស្លាប់ហើយណែនោះហើយនាងក៏បានបញ្ជាក់ថានាងគឺស្គាល់ទៅកាន់ឈិនលីទៅឲ្យផតរបស់យើងនឹងឯងប៉ុន្តែពេលសម្ដីទៅចុងនោះគឺគេគឺជាមនុស្សដែលមានស្ព័ន្ធភាពជាមួយនឹងគ្រូសាយន្តដូច្នេះត្រូវតែសម្លាប់បានចុងដៅទៅកាន់ឈិនលីទៅឲ្យផតរបស់យើងប៉ុន្តែភ្លាមក៏មានសលេងគូទ្វេហើយប្រជាហងក៏បានដើរចូលនិងដើរទៅបើកទ្វេផងដែរបន្ទាប់ពីបានបើកទ្វេហើយយើងក៏បានឃើញថាមនុស្សប្រមាណអ្នកគឺបានមករកឈិនលីទៅឲ្យផតរបស់យើងនឹងដូច្នេះហើយប្រជាហងក៏បានកុហកពួកគេថាឈិនលីរបស់យើងគឺបានហត់ទឹកទីកន្លែងនោះបាត់ហើយបន្តមកគាត់ក៏បានដើរមករកនៅទាំងពីរវិញហើយក៏បាននិយាយថាគេគឺបានមករកទៅកាន់អភ័យឈិនលីទៅឲ្យផតរបស់យើងនឹងឯងហើយក៏បាននិយាយថាឈិនលីគឺជាជូនកបฏនៃគ្រួសារយន្តផងដែរជាមួយនឹងគ្នានេះគេក៏បាននិយាយថាឈិនលីគឺជាឃាតករដែលបានសម្លាប់ទៅកាន់អភ័យយន្តយាននឹងឯងហើយដូច្នេះហើយជាដែលធ្វើឲ្យកញ្ញាម្នាក់ហ្នឹងក៏បាននិយាយថាដោយសារតែគេមានរបួសបែបនេះហើយដូច្នេះហើយទើបអាចព្យាបាលទៅកាន់គេបានដូចគ្នាក៏ដោយសារតែតំណែងក្នុងរវាងគ្រួសារយន្តគឺត្រូវបានរកសាយហើយគេគួរតែបង្កើតតំណែងក្នុងល្អជាមួយនឹងឈិនលីហើយក៏បានឲ្យប្រជាហងហ្នឹងគឺបានយកបរិឈិនលីទៅឲ្យផតរបស់យើងហ្នឹងយកទៅព្យាបាលទៅចំណែកឈិនលីវិញបន្ទាប់ពីគេបានយកព្យាបាលហើយបន្ទាប់ពីបានងើបមកវិញពិតជាមានការព្យាបាលក៏ដោយសារតែកញ្ញាម្នាក់នោះមិនត្រឹមតែមិនសម្លាប់ខ្លួននោះទេបើជាជួយសង្គ្រោះខ្លួនទៅវិញប៉ុន្តែគំនុំនៃការសងសឹកទៅកាន់គ្រួសារយន្តត្រូវតែប្រព្រឹត្តទៅនឹងសម្លាប់ផ្ដាច់ពូជទៅកាន់គ្រួសារយន្តយកតែបន្តហើយគេកំពុងតែគិតថានឹងធ្វើសងសឹកយ៉ាងម៉េចហ្នឹងក៏មានឮសំឡេងពីសំណាក់ខាងក្រៅកំពុងតែឆ្លុះបកាយគ្នាចឹងទៅបានចេញមកមើលហើយក៏បានឃើញថាប្រជាហងជាមួយនឹងប្រជាម្នាក់ទៀតដែលត្រូវបានហៅថាសៀនយ៉ាងគឺកំពុងតែឆ្លុះបកាយគ្នាដើម្បីតម្លៃនៃអសត់ដែលពួកគេបានចម្រាញ់នឹងចរចាគ្នាហ្នឹងឯងជាមួយនឹងគ្នានៃប្រជាសៀនយ៉ាងគាត់គឺព្រាបញ្ចាចេញទីកន្លែងហ្នឹងឯងក៏ត្រូវបាននៃចាម្នាក់ទៀតគឺបានខាត់អីចឹងទៅចំណែកប្រជាហងវិញក៏បានបែបហ្នឹងគឺបានចាចេញទៅបំបាយខាត់ឯនោះទេជាហេតុធ្វើឲ្យតាចាហ្នឹងពិតជាខឹងប៉ុន្តែភ្លាមគាត់ក៏មានការព្យាបាលនៅពេលដែលបានសម្លឹងទៅមើលហើយក៏មិនដល់ដឹងថាសម្លឹងទៅមើលអ្វីដែរពេលទី3ក៏បានបញ្ចប់ទៅតាមហ្នឹងពេលទី4គឺបានបន្តនៅពេលដែលប្រជាទាំងពីរកំពុងតែជួបកែកគ្នាហើយប្រជាសិនយ៉ាងក៏មានការព្យាបាលនៅពេលដែលជួបទៅឲ្យផលរបស់យើងថាសូម្បីតែអ្នកអំទានក៏អាចចូលមកកាន់ទីកន្លែងនេះហើយមើលទៅសំណាក់របស់ពួកឯងពីមួយថ្ងៃទៅមួយថ្ងៃពិតជាអន់ទៅហើយចំណែកទៅឲ្យផលរបស់យើងឬបែបនេះហើយពិតជាមិនទុកមកឲ្យនោះទេក៏បាននិយាយថារនតែជាប្រជាចម្រាញ់ឆ្នាំហើយបានចម្រាញ់ឆ្នាំតែធ្វើឲ្យប្រជាហ្នឹងគឺបានយកកំហឹងរបស់ខ្លួនទៅដាក់លើអ្នកដទៃពិតជាមិនសមទៅជាគ្រូអសននោះទេហើយសំខាន់ប្រចាំអ្នកហ្នឹងគឺជាប្រជាដែលមានឋានៈសុទ្ធនឹងគឺឋានៈទី3ពិតជាសាកសមនិយាយជាមួយនឹងគេនោះទេហើយក៏បានរៀបចំពីគ្រឿងផ្សំដែលប្រជាហ្នឹងគឺបានចម្រាញ់ហើយក៏បាននិយាយថាប្រជាហ្នឹងគឺបានចម្រាញ់ឆ្នាំទូឆ្នាំងអីចឹងទៅជាដែលធ្វើឲ្យប្រជាហ្នឹងមានការព្យាបាលគឺបានទៅនិយាយយ៉ាងគួរសមទៅកាន់ជិនលីទៅឲ្យរបស់យើងប៉ុន្តែគិតថាជិនលីងាយស្រួលយកចិត្តចឹងមែនគឺគ្មានទៅความពីពេលសម្ដីតែអបទៅកាន់ប្រជាម្នាក់ហ្នឹងនោះទេបានដល់ចេញហើយក៏បានអរគុណទៅកាន់អ្នកទាំងពីរដែលបានជួយសង្គ្រោះជីវិតទៅចឹងទៅចំណែកឯប្រជាហងវិញគឺបានមកនិយាយជាមួយនឹងទូឲ្យផលរបស់យើងថាទូឲ្យផលរបស់យើងបាច់គួរសមអីនោះទេក៏ដោយសារតែពួកគេគឺមានវាសនាជាមួយនឹងគ្នាទៅជាមួយនឹងអ្នកនាងយូស៊ីនរបស់គេហ្នឹងឯងដូច្នេះហើយគឺមិនបាច់ប្រកាន់អីនោះទេក៏បានគិតថាជិនលីគឺអាចខ្លាចបន្លំទៅកាន់ផ្នែករបស់តែបែសិនយ៉ានឹងបានវាពិតជាមកនោះទេបន្តមកទៀតកញ្ញាយូស៊ីនហ្នឹងគឺបានមកនិយាយប្រាប់ទៅកាន់ទូឲ្យផលរបស់យើងថាកុសាយន្តគឺបានដាក់ពេលបន្ទឹងគឺបានប្រកាសពេញទីក្រុងតែម្ដងតាមចាត់ទៅកាន់ជិនលីក៏ដូចគ្នានេះផងដែរថាជិនលីរបស់យើងគឺបានលួចថតសម្បត្តិនឹងសម្លាប់មនុស្សជាច្រើនដូច្នេះរហូតដល់ការអនុវត្តគឺបើកនៅសាលាបរិស្ភេទទាំង5នៅការ
នទីของនៅអាណាចារនេះទាំងមូលតែម្ដងដូច្នេះហើយគឺឲ្យជីនលីរបស់យើងគឺចាប់វាបានតែម្ដងហើយជីនលីរបស់យើងពើជាខឹងខ្លាំងមែនទែនប៉ុន្តែដូច្នេះហើយកញ្ញាយូស៊ីនក៏បានមកបទូអារម្មណ៍របស់គេថាកុំខឹងពេកក៏ដោយសារតែជីនលីកំពុងតែមានរបួសហើយក៏បានប៉ះដៃទៅកាន់ជីនលីជាដែលធ្វើឲ្យជីនលីមានការព្យាបាលដៃសារតែដៃរបស់នាងពិតជាគឺបានចាប់ដៃគុណកំមុំគេភ្លាមៗយកមកអោបហើយក៏មានការអ៊ីនភៀនគ្នាអញ្ចឹងទៅប៉ុន្តែកញ្ញាយូស៊ីនក៏បានឲ្យជួយផលរបស់យើងលែនដៃប៉ុន្តែជីនលីក៏បាននិយាយថាគេគឺបានដឹងអំពីរបៀបមួយនេះក៏ដោយសារតែវាគឺជាពឹសទៅជាយើងទៅបន្តមកទៀតនាងក៏បាននិយាយថាវាពិតប្រាកដហើយក៏ដោយសារតែជីនលីរបស់យើងគឺបានដឹងពីប្រជាជនថានឹងគឺជាអ្វីក៏ដោយសារតែ model របស់គាត់ពិតជាគ្មានដែនកំណត់ហើយក៏បាននិយាយទៅកាន់អ្នកដើម្បីថាតើនេះគឺជាពឹសសាយជាតិយិនតាំង9មែនដែរទេចេះតែធ្វើឲ្យអ្នកនរគ្នាទាំង3នាក់ហ្នឹងមានការព្យាបាលចំណែកកញ្ញាយូស៊ីនក៏បាននិយាយថាវាពិតមែនហើយប៉ុន្តែវាគឺមិនអាចព្យាបាលបាននោះទេចំណែកជីនលីក៏បាននិយាយថាវាប្រហែលច្បាស់ជាមានវិធីក្នុងការព្យាបាលប៉ុន្តែកញ្ញាយូស៊ីនពិតជាមិនជឿនោះទេគេគ្រាន់តែចង់លួងលោមខ្លួនតែប៉ុណ្ណោះហើយវាចាទាំងពីរក៏បាននិយាយថាវាគឺបានកើតទៅលើនាងទៅរបស់ពួកគេជាពេលអំ20ឆ្នាំជាងទៅហើយជីនលីក៏បាននិយាយពីជាផងដែរថាវាច្បាស់ជាអាចព្យាបាលបានក៏ដោយសារតែពឹសជាយិននឹង9នេះគឺអាចធ្វើឲ្យអ្នកវឹកហាត់គឺបានឈានទៅដល់កម្រិតបោះសុតក៏មានផងដែរដោយសារតែវាគឺជាពឹសរបស់សុតអីយ៉ាងទៅមួយនឹងពេលសម្ដីទៅឲ្យផលរបស់យើងនិយាយបែបនេះពិតជាធ្វើឲ្យអ្នកនរគ្នាមានការព្យាបាលហើយក៏បានសួរទៅកាន់ឈិនលីទៅឲ្យផលរបស់យើងពិតជាមានទីសាក្នុងការព្យាបាលមែនដែរទេហើយទៅឲ្យផលរបស់យើងមិនធំតែមានទីសានោះទេគឺអាចឲ្យកញ្ញាម្នាក់ហ្នឹងគឺធ្វើការវឹកហាត់បានទេហើយបើសិនជាកញ្ញាយូស៊ីនគឺអាចធ្វើការវឹកហាត់បានច្បាស់ណាស់កម្ពុជាទាំង3នៃសាលាកម្ពុជាទាំង5ហ្នឹងវាច្បាស់ជាងាយស្រួលសម្រាប់កញ្ញាយូស៊ីនជាជាមិនហើយពួកគេក៏បានរៀបចំពីកម្រិតនៅក្នុងទ្វីបភាពយន្តយើងបានដឹងផងដែរដែលកម្រិតរបស់វាមានដូចជាកម្រិតចម្រាញ់រាងកាយកម្រិតជៀនវូកម្រិតមួយទៀតគឺជាកម្រិតក្បាច់គុណពិតកម្រិតក្បាច់គុណមនុស្សហើយកម្រិតផែនដីអាណាចក្រថេនមូអាណាចក្រទី1នៃកម្រិតទាំង10ហើយកន្លែងហ្នឹងផងដែរគេនិយាយជាអាណាចក្រដល់នោះទេប៉ុន្តែខ្ញុំជុលមកហៅថាកម្រិតបាត់ហើយដូច្នេះគ្រាន់តែបដូរពីកម្រិតទៅជាអាណាចក្រទៅគឺវាបានហើយអ្នកនរគ្នាប៉ុន្តែសម្រាប់កម្រិតខ្ពស់ទាំង10នៅខាងលើហ្នឹងគឺគ្មានអាណាដែលធ្លាប់បានឡើងទៅដល់នោះទេហើយបើសិនជាឡើងទៅដល់មែនគឺមនុស្សនោះខ្លាចទៅជាមនុស្សកម្ពុជានៅលើទ្វីបភាពយន្តរបស់ពួកយើងបាត់ទៅហើយអាណាចក្រដែលស្ថិតនៅលើអាណាចក្រទី1គឺជាអាណាចក្រជីបចរទាំង10បន្តមកគឺជាអាណាចក្ររបស់សុនហ្នឹងហើយប្រហែលជាមានកម្រិតលើហ្នឹងទៀតប៉ុន្តែខ្ញុំសូមនិយាយតែប៉ុណ្ណឹងសិនក៏ដោយសារសាយើងរបស់គេក៏និយាយតែប៉ុណ្ណឹងដូចគ្នានៅពេលដែលលើបែបនេះហើយពួកគេដល់គ្នាមានការព្យាបាលជាផ្សាយប្រតិចាសៀនយ៉ាគាត់ក៏មានការព្យាបាលហើយបានជាឲ្យផលរបស់យើងដឹងច្រើនហើយគាត់គឺចង់សិក្សាពីឲ្យផលរបស់យើងក៏ដោយសារតែគាត់គឺមិនដែលបានលឺនោះទេដូច្នេះហើយចង់ឲ្យឲ្យផលរបស់យើងនឹងបញ្ចូលអំពីកម្រិតមួយនេះជាមួយនឹងការព្យាបាលគឺបានច្បាស់បន្តិចមកហើយឲ្យផលរបស់យើងគឺបាននិយាយទៅកាន់កញ្ញាយូស៊ីនថានៅពេលដែលយកពេញបំបីនាងគឺតែងតែជាហើយក៏មិនអាចតេតងជាមួយនឹងមនុស្សខាងក្រៅបានផងដែរដូច្នេះហើយនាងក៏មានការព្យាបាលថាឲ្យផលរបស់យើងដឹងពីរឿងនេះឲ្យផលរបស់យើងក៏បាននិយាយថាវាគឺជាដំណាក់កាលដំបូងនៃដំណាក់កាលតៃយិនបន្តទៀតគឺជាដំណាក់កាលធានតង់អីចឹងទៅហើយក៏មានដំណាក់កាលមួយទៀតផងដែរប៉ុន្តែខ្ញុំមើលច្បាស់នោះទេដូច្នេះគឺសុំលាក់សិនហើយវាគឺមាន3ដំណាក់កាលមួយដំណាក់កាលហ្នឹងគឺធាតុជាខ្លាំងមែនទែនសូម្បីតែភ្លើងអត្រីក៏ដំណាក់កាលទី5ហ្នឹងគឺមិនអាចយកឈ្នះទៅកាន់ធាតុយិនរបស់កញ្ញាម្នាក់ហ្នឹងផងដែរហើយខ្ញុំពិតជាបាក់ក្នុងការនិយាយឈ្មោះខ្លាំងមែនទែនឈ្មោះប្លែកៗពេកគឺខានសម្រាប់យូចង់វល់មកទីខ្លួនឯងនេះនៅពេលទទួលឲ្យរបស់យើងគឺបានរៀបរាប់ឲ្យគ្នាយើងគឺបានដឹងអស់ហើយប្រជាហងក៏មានការព្យាបាលអំពីពាក្យសម្ដីរបស់ទួយផលរបស់យើងក៏បានសូមពីវិធីសាស្ត្រក្នុងការព្យាបាលផងដែរចំណែកឯទួយផលរបស់យើងគឺបាននិយាយប្រាប់តាមសម្រួលអីចឹងទៅបន្តមកទៀតគឺខណៈពេលដែលគេកំពុងនិយាយហ្នឹងក្បាលពោះរបស់គេគឺកោពោះភ្លាមខណៈពេលដែល admin កំពុងតែហៅបាយដូចគ្នានៅម៉ោង2យប់ហ្នឹងបន្តពីឃើញឈិនលីគឺបែបនេះហើយប្រជាហងក៏បាននិយាយថាគាត់គឺបានផ្លេចរៀបចំអាហារទួយផលរបស់យើងដូច្នេះហើយក៏ទួយផលរបស់យើងចូលក្នុងដើម្បីហូបអាហារចឹងទៅគាត់នឹងត្រៀមឲ្យទួយផលរបស់យើងចំណែកតាចាសៀនយ៉ាវិញគាត់គឺគ្មាននិយាយច្រើននោះទេក៏បានដកថ្នាំគឺមកដកចេញមកតែថ្នាំមួយនេះផងដែរគឺហាមឃាត់មនុស្សគឺមកហូបបាយហ្នឹងគឺអាចធ្វើពលរបស់គេគឺអត់ឃ្លានអីចឹងទៅជាពេល49ថ្ងៃហើយឲ្យមកដកតែម្ដងទួយផលរបស់យើងគឺបានហើយក៏អរគុណដូចគ្នាផងដែរហើយគាត់ក៏មកឲ្យដកថ្នាំរបស់តាចាសៀនយ៉ាហ្នឹងគឺខកចិត្តដូចគ្នាដូច្នេះហើយគាត់នឹងផ្ដល់ដំបូន្មានមួយចំណុចទៅឲ្យតាចាសៀនយ៉ាហ្នឹងផងដែរពេលទី5គឺបានបន្តយើងក៏បានឃើញថានៅពេលនេះផងដែរប្រជាហងគាត់ក៏ឲ្យទួយផលរបស់យើងនឹងចូលទៅហូបអីសិនទៅចំណែកឯប្រជាស៊ីនជាងគាត់ក៏បានយកថ្នាំទៅឲ្យទួយផលរបស់យើងហើយទួយផលរបស់យើងក៏បានទទួលអីចឹងទៅហើយគាត់ក៏ឲ្យថ្នាំរបស់ប្រជាស៊ីនយ៉ាងគឺអត់ប្រយោជន៍ដូចគ្នាគាត់គឺបានរៀបរាប់អំពីការចម្រាញ់សុទ្ធដែលគាត់គឺបានប្រាជ័យនឹងឯងក៏ដោយសារតែការគ្រប់គ្រងភ្លើងនៃការចម្រាញ់សុទ្ធរបស់គាត់គឺមិនទាន់បានល្អហើយនឹងការរលែងនៃតាមក្របមួយនេះវាពិតជាលម្អិតខ្លាំងមែនទែនដូច្នេះហើយក៏ថោឲ្យគាត់មានការទៀមទាត់ក្នុងការអនុវត្តច្រើនហើយនៅពេលដែល
រួមចូលនៅតាមក្របហើយវានឹងក្លាយទៅជាតាមក្របដ៏ល្អមួយហើយក៏គ្មានការប្រាជ័យអីទៀតដែរឲ្យតែប្រជាសៀនយ៉ាងគឺអនុវត្តតាមអ្វីដែលគេបាននិយាយដូច្នេះហើយវាប្រកាសជាបានជោគជ័យចំណាយប្រជាសៀនយ៉ាងពិតជាអរគុណទៅកាន់ឈិនលីខ្លាំងមែនទែនហើយឈិនលីក៏បានប្រាប់ទៅកាន់កញ្ញាយូសៀនផងដែរបើសិនបើចង់បង្ក្រាបអំពើទុច្ចរិតកមួយនេះដូច្នេះហើយនាងគឺត្រូវតែធ្វើការវឹកហាត់នៅធម្មពលតកផងដែរគឺជាធម្មពលធាតុជីនហើយគេក៏បានបង្ហាញនៅរមូលមួយតែបន្សល់ទុកពីគ្រូរបស់គេចឹងទៅថាវាពិតជាមានតម្លៃហើយវិធីសាស្ត្រក្នុងការវឹកហាត់វាគឺជាវិធីសាស្ត្រនៅការវឹកហាត់នៅធម្មពលជីនហ្នឹងឯងចំណែកកញ្ញាយូសៀនពិតជាមិនហ៊ានទទួលនោះទេក៏ដោយសារតែរមូលមួយនេះវាពិតជាមានតម្លៃខ្លាំងមែនទែនប៉ុន្តែជាលីរបស់យើងគឺឲ្យនាងទុកថានេះគឺជាសំណងក្នុងការដែលនាងគឺបានជួយសង្គ្រោះជីវិតរបស់ខ្លួនអីចឹងទៅហើយគេនឹងចាក់ចេញទៅទីកន្លែងនេះមករំខានដល់ការអ្នកដល់គ្នាទៅទៀតអីនៅពេលដែលឃើញបែបនេះហើយកញ្ញាយូសៀនណាដូចជាស្ពូនខ្លាំងមែនទែនទួយបរបស់យើងចាយចេញហើយចំណែកប្រជាហងក៏បានឲ្យគេនៅទីកន្លែងហ្នឹងទៅក៏ដោយសារតែគ្រូស្នេហ៍យន្តគឺបានតាមចាប់គេពេញទីក្រុងតែម្ដងគេចាយចេញទៅប្រៀបដូចជាឈាមចូលទៅកាន់មាត់កន្លែងចឹងហើយគេគួរតែស្នាក់នៅទីកន្លែងនេះវាល្អជាងប៉ុន្តែជាលីគឺមិនព្រមនោះទេក៏ដោយសារតែវាពិតជាគួរស្នាក់ទៅដល់វាមានផាន់ប៉ារបស់ពួកគេប្រជាហ្នឹងក៏បាននិយាយផងដែរថានៅប្រហែលថ្ងៃទៀតគឺវាដល់ថ្ងៃក្នុងការដែលគួរចេញបោបាញ់នៅភ្នំមីងយូដូច្នេះវាមានឱកាសក្នុងការด้วยផលរបស់យើងគឺចាចេញពិធីក្នុងមីងយូមួយនេះផងដែរជាអន្តិក៏ដោយសារតែឈ្មោះទីក្រុងនិងឈ្មោះភ្នំនៃការបោបាញ់ប្រមាញ់របស់ពួកគេហ្នឹងគឺឈ្មោះតែមួយនោះទេចំណែកកញ្ញាយូសៀនវិញឃើញด้วยផលរបស់យើងប៉ាសែនម្ដងហើយម្ដងទៀតដូច្នេះហើយនេះមានតែបកលចិញ្ចៀនផ្ទុករបស់នាងដែលមានថោសមត្ថតិចតួចដោយด้วยផលរបស់យើងនឹងថែរក្សាខ្លួនតែប៉ុណ្ណោះចំណែកឈិនលីវិញគេពិតជាអរគុណខ្លាំងមែនទែននាងបានជួយសង្គ្រោះជីវិតរបស់គេនៅពេលដែលគេត្រឡប់មកវិញនឹងតបស្នងកង្គននាងគឺ100ដងហើយក៏សងសឹកទៅកាន់គ្រួសារយន្ត100ដងដូចគ្នាកាន់មកដល់គ្រួសារយន្តវិញយើងក៏បានឃើញថាមេគ្រួសារយន្តជនប៉ៃសានពិតជាខឹងខ្លាំងមែនទែនគ្រាន់តែក្មេងដែលស្ថិតនៅអាណាចក្រចម្រើនរាងកាយសក់ក៏អាចឲ្យហូចហួរមានជីវិតផងដែរពួកឯងពិតជាអត់បានគេមានសំខាន់គឺបានធ្វើឲ្យមនុស្សមានទេពកោសល្យម្នាក់គឺត្រូវបានសម្លាប់ទៀតផងជនធានហើយក៏បានយកឡើងចេញចូលអញ្ចឹងទៅគឺដោះសារហ្នឹងឯងប៉ុន្តែថាហ្វេនមេគ្រួសារយន្តហ្នឹងគឺគ្មានអីថាពិស្ដីឲ្យនោះទេជាមួយនឹងយន្តធានឡាយថានេះគ្រាន់តែជាលេសតែប៉ុណ្ណោះក៏ដោយសារតែគេគឺមិនចង់ឲ្យកូនរបស់ខ្លួនហៀបការជាមួយនឹងកូនស្រីរបស់គេអញ្ចឹងទៅពួកឯងខ្លាញ់ផ្លាយណាគាត់បននេះហើយពួកគេទាំងពីរកំពុងតែឆ្លុបកាយនៅហ្នឹងព្រះជាម្នាក់ដែលមានឈ្មោះថាយន្តធានណានគឺហាមខត់អ្នកទៅពីដោយសារតែការសំខាន់លើកនេះគឺជាការបរបាញ់និងការប្រមាញ់នៅលើភ្នំនីងយូដើម្បីធ្វើការប្រកួតប្រជែងចូលទៅកាន់សាលារៀនអីចឹងទៅហើយក៏មានគ្រួសារយានផងដែរដើម្បីចូលប្រកួតនៅទីកន្លែងហ្នឹងជារៀងរាល់ឆ្នាំគ្រួសារយានគឺពិតជាមានបេក្ខជនខ្លាំងយកតែមែនទេដំណងបេក្ខជនរបស់គេចំនួន3នាក់ជារៀងរាល់ឆ្នាំតែងតែបានចូលទៅកាន់សាលាចំណែកគ្រួសាររបស់គេវិញហាក់ដូចជាស្ពៃទៅមិនគេជនបៃសានគឺបានសម្របទៅកាន់យន្តធានយ៉ាងក៏ដោយសារតែវាពិតជាត្រឹមត្រូវខ្លាំងមែនបញ្ហាសំខាន់នៅពេលនេះគឺត្រូវតែធៀមខ្លួនដើម្បីបបបាញ់និងប្រមាញ់នៅលើភ្នំនីងយូនឹងឯងដូច្នេះហើយពួកគេត្រូវតែធៀមខ្លួននិងធៀមខ្លួនចាស់របស់ពួកគេឲ្យហើយទៅបន្តមកទៀតគាត់ក៏បានគិតថាបញ្ហារបស់ឈិនលីហ្នឹងគឺត្រូវតែដោះស្រាយកុំមកពេលហ្នឹងគឺមកសងសឹកហើយគេក៏បានគិតឲ្យយើងដឹងផងដែរការពីដំបូងគឺមានប្រជាម្នាក់គឺបានយកឈិនលីហ្នឹងមកឲ្យគ្រួសារយន្តចាំអីចឹងទៅជាមួយនឹងការទុកផាកមួយចំនួនហើយមានមួយចំនួនតូចនោះទេគឺច្រើនខ្លាំងមែនទែនគឺអាចធ្វើឲ្យគ្រួសារយន្តខ្លាចទៅជាគ្រួសារកម្ពុជាទាំង4នៅឯទីក្រុងមីងយូមួយនេះទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីទុកឈិនលីគឺនៅទីកន្លែងនេះហើយប្រជាម្នាក់ហ្នឹងគឺបានឆាកចេញទៅគឺបានត្រឡប់មកវិញម្ដងទៀតនោះទេប៉ុន្តែនៅថ្ងៃមួយអត្តសញ្ញាណរបស់នីលីគឺត្រូវបានបែកធ្លាយអីចឹងទៅអាចថានឹងធ្វើឲ្យគ្រួសារយន្តរបស់គេគឺអាឡេយកតែម្ដងនៅពេលណាគាត់ហើយប្រជាម្នាក់ហ្នឹងគិតខំខាងហងគឺត្រូវតែសម្លាប់នីលីបានដូច្នេះហើយគឺមិនអាចបែកធ្លាយបាននោះទេពេលទី5គឺបានបន្តដល់ថ្ងៃស្អែកវិញម្ដងគឺនៅខាងលិចក្រុងមីងយូនឹងឯងយើងក៏បានឃើញថាសមាជិកនៃគ្រួសារយន្តជាច្រើនគឺបានដើរជុំគ្នានិងចាប់ផ្ដើមនៅការប្រមាញ់របស់ពួកគេជាមួយនឹងគ្នានេះយើងក៏បានឃើញថាទូឯផលរបស់យើងគឺបានសម្លឹងទៅមើលពួកគេផងដែរជាមួយនឹងចិត្តកំពុងតែគិតថាបយន្តធានហើយគឺមិនស្ថិតនៅក្នុងចំណោមពួកគេនោះទេដូច្នេះហើយមានន័យថាវាកំពុងតែស្ថិតនៅផ្ទះនៃគ្រួសារយន្តនឹងឯងហើយវាក៏ជាឱកាសល្អសម្រាប់សងសឹកមកកាន់ខ្លួនឯងផងដែរហើយគេនឹងធ្វើមានការភ្ញាក់ផ្អើលមកកាន់គ្រួសារយន្តទាំងមូលតែម្ដងបញ្ចេញចិញ្ចៀនរបស់គេចេញមកហើយក៏បាន teleport ចាក់ចេញពីទីកន្លែងហ្នឹងទៅកាន់ផ្ទះនៃគ្រួសារយន្តហើយគ្រាន់តែបន្តគឺបានបំបែកនៅដំបូលផ្ទះរបស់គេយកតែម្ដងហើយក៏បានបញ្ចេញនៅថ្ម crystal ចំនួនប្រមាណហ្នឹងយើងក៏មិនដឹងផងដែរប្រហែលជាហាមទេជីនលីក៏បានប្រើវាដើម្បីបង្កើតរេវេទមន្តព័ទ្ធជុំវិញនៃទូគ្រួសារយន្តយកតែម្ដងហើយនៅពេលដែលគេគឺបានបង្កើតហើយគឺបាន teleport ចូលទៅកាន់ទីកន្លែងនោះវេទមន្តទៅនៅយាមនៅទីកន្លែងហ្នឹងក៏ត្រូវបានខ្ទេតផងដែលមនុស្សជាច្រើនពិតជាមានការភ្ញាក់ផ្អើលឲ្យអ្នកមួយចំនួនទៅហៅប្រជាទី3
មកទីកន្លែងនេះមកចំណែកទូឲ្យផលរបស់យើងក៏បាននិយាយថាប្រសិនបើណាមចង់ស្លាប់ឆាប់ចាក់ចេញពីទីកន្លែងនេះទៅប៉ុន្តែយើងក៏បានឃើញថាអាប្រភេទនេះក៏បានចេញមកបានផាត់ថាមពលតែរបស់វាប្រហែលទៅកាន់ឈិនលីប៉ុន្តែថាបានឈិនលីគេផតហើយក៏បានផាត់កំណាប់ដែររបស់គេវាប្រហែលទៅកាន់ឈិនលីឃើញបែបនេះហើយក៏ខ្លាចផងដែរហើយមនុស្សម្នាក់នោះផងដែរគឺជាប្រចាទី3ដែលជាអបធនយិនលៃនឹងឯងជាមួយនឹងពេលសម្ដីហើយនឹងការវាប្រហែលរបស់គេគឺមិនអាចធ្វើអ្វីទៅកាន់ឈិនលីទូឲ្យផលរបស់យើងនោះទេក្រៅបានឈិនលីទប់តលងាយស្រួលតែម្ដងគេបាននិយាយថាលរ៉ែនគឺបានសម្លាប់ខ្លួនផលរបស់ខ្លួនដូច្នេះហើយត្រូវតែសងសឹកចំណែកឈិនលីទូឲ្យផលរបស់យើងគ្មានរបស់នោះទេបង្កើតរេវេតមុនយិនយ៉ាងទេទាំង5ចេញមកតាមពលរបស់វាពិតជាខ្លាំងមែនទែនហើយគេពិតជាមានការព្យាបាលចំពោះរេតវិតមុនដែលទូឲ្យផលរបស់យើងគឺបានបង្កើតផងរងរេតមុនលេចផុសពីក្រោយក្នុងទូឲ្យផលរបស់យើងឯងហើយអត្តពលរបស់រេវេតមុនទូឲ្យផលរបស់យើងពិតជាខ្លាំងមែនទែនចំហាយរបស់វាជាហេតុធ្វើឲ្យអបយន្តទាំងឡាយមានការព្យាបាលទូឲ្យផលរបស់យើងគឺបានផាពេលដើម្បីសម្លាប់ទៅការអបយន្តទាំងឡាយប៉ុន្តែអបយន្តទាំងឡាយក៏បានផាមនុស្សពីរនាក់ដែលជាកូនចៅនៃកុសាយន្តគឺមករងជីវិតគេរបស់គេតែម្ដងជាទៅធ្វើឲ្យជីនលីមានការព្យាបាលក៏បាននិយាយថាមួយនេះពិតជាថោកទេខ្លាំងមែនទែនគឺបានផាមនុស្សដើម្បីការពារយុទ្ធចិត្តរបស់ខ្លួនដោយមានការសោកស្ដាយនោះទេពិតជាខើខ្លាំងមែនទែនហើយបយន្តទាំងឡាយក៏បាននិយាយថាវាគឺជាកូនចៅនៃកុសាយន្តដូច្នេះហើយក៏ត្រូវតែតបស្នងខ្លាយយ៉ាងទៅហើយវាគឺបានស៊ីបាយឯនៃកុសាយន្តនៃចឹងទៅដូច្នេះហើយគឺត្រូវតែស្ម័គ្រស្លាប់ហើយលទ្ធផលរបស់វាគឺដូចជាឯងការពីមុនចឹងផងដែរពេលសម្ដីជាមួយនឹងទង្វើដ៏កសហគូខោបែបនេះជាហេតុធ្វើឲ្យឈិនលីពិតជាខឹងបញ្ចារេវេទមន្តធាតុខរបស់គេមួយទៀតគឺបានវាប្រហែលនឹងបង្កមនុស្សនៅទីកន្លែងនឹងជាមួយនឹងអបយន្តទាំងឡាយបន្តពីអបយន្តទាំងឡាយគឺបានទប់ទល់មួយរយៈឈិនលីក៏បានផាវេទមន្តធាតុរបស់គេគឺបានវាប្រហែលទៅកាន់អបយន្តទាំងឡាយសង្កត់ទៅកាន់វាជាហេតុធ្វើវាពិតជាភ័យខ្លាចមែនទែនក៏បានឲ្យឈិនលីដល់លេងគេទៅហើយគួរតែដឹងគុណនៃគូសាយន្តរបស់គេដែលបានចំឈិនលីជាពេល18ឆ្នាំមុននេះឈិនលីក៏បាននិយាយថាចិញ្ចឹមមានតែទេខ្សែជារបស់យើងជីវិតរបស់យើងការធ្វើការទូបានធនធានតិចពីគូសាបែបនេះតែគិតថាឯនឹងតបស្នងសង្គមយើងបែបនេះអបយន្តទាំងឡាយកាន់តែនិយាយកាន់តែធ្វើឲ្យឈិនលីយើងគឺកាន់តែខឹងគឺកាន់តែចង់ស្ទាត់និងចង់សម្លាប់ទៅកាន់គូសាយន្តទាំងមូលយកតែម្ដងដូច្នេះហើយនៅពេលដែលនិយាយឈិនលីមិនស្ដាប់ហ្នឹងឯងគេគឺចង់ប្រហារជីវិតឈិនលីចោលមានន័យថាចង់បំទូរាងកាយជាមួយនឹងឈិនលីហ្នឹងឯងដល់ពេលនោះក៏បានផកម្លាំងរបស់គេស្ទូតទៅជានឹងចាត់ការទៅកាន់ឈិនលីប៉ុន្តែក៏ត្រូវបានឈិនលីទួយរបស់យើងតូបជាប់ហើយក៏បានចាត់ការគេហើយយើងក៏បានឃើញថាគឺថោកតិចខ្លួនតែម្ដងពេលហ្នឹងចំណែកឈិនលីគឺបានកើតថាអបយន្តធានហើយគឺមិនសិននៅទីកន្លែងនេះទេប៉ុន្តែគេក៏ចង់បានថោសម្បត្តិរបស់គូសាយន្តមួយចំនួនផងដែរក៏ដោយសារតែគេក៏បាននឹងវានៅឯភ្នំយន្តប៉ៃឯណោះហើយបន្តមកក៏បានដើរទៅកាន់ទីកន្លែងនោះតែម្ដងហើយក៏បានចូលទៅកាន់សំណាក់មួយហើយមិនចូលធម្មតាទេគឺបានធាតុវេទលុកឃើញសភៅជាច្រើនជាមួយនឹងគ្នានេះផងដែរក៏បានបើកទៅទីកន្លែងមួយគឺបានហៅរកលើសង្ងាត់នៅពេលដែលបានបើកលើសង្ងាត់ចេញមកយើងក៏បានឃើញថាមានទ្រព្យសម្បត្តិជាច្រើនតែម្ដងឈិនលីក៏បាននិយាយថាវាសុទ្ធតែជារបស់ខ្លួននឹងអស់សុទ្ធតែសាច់ហើយក៏បានដល់អញ្ជើញផ្ទុករបស់គេចេញមកគឺបានប្រមូលយកវាទាំងអស់តែម្ដងនៅពេលដែលគេគឺបានប្រមូលទ្រព្យសម្បត្តិនៅទីកន្លែងហ្នឹងហើយយើងក៏បានឃើញពលឺមួយផងដែរនៅពេលនោះឈិនលីគឺបានដើរទៅមើលក៏បានឃើញចិញ្ចៀនលំហផ្ទុកមួយគឺនៅទីកន្លែងហ្នឹងផងដែរក៏បានដកវាយកមកទុកនៅក្នុងម្រាមដៃរបស់ខ្លួនគ្រាន់តែពាក់ទៅលើវាគឺឈាមរបស់គេក៏បានហូបលេមៗនៅពេលនោះផងដែរចំហាយរបស់អ្នកខ្លាំងម្នាក់ហើយក៏បានលេចចេញនៅរួចយ៉ាងតែចាំម្នាក់ចេញមកផងដែរពេលទី7គឺបានប្រាំឡើងនៅពេលដែលប្រជាជនម្នាក់ហ្នឹងគឺបានបង្ហាញថាគាត់គឺជាចតារបស់ទួយផលរបស់យើងឯងហើយក៏បាននិយាយថានៅពេលដែលឈិនលីទួយផលរបស់យើងគិនឃើញសារមួយនេះហើយគាត់គឺបានស្លាប់បាត់ហើយពិតជាធ្វើឲ្យឈិនលីមានការតាក់ស្លុតយ៉ាងខ្លាំងបន្តមកគាត់ក៏បាននិយាយថាឲ្យទួយផលរបស់យើងហ្នឹងគឺបានដឹងពីស្តញ្ញាណរបស់គេអញ្ចឹងទៅដោយគេគឺជាសមាជិកនៃគ្រួសារឈិនចុងក្រោយហើយទីកន្លែងរស់នៅរបស់គេផងដែរត្រូវបានហៅថាភ្នំបោសុតបុរាណដែលនៅទីកន្លែងនោះគឺជាទីកន្លែងនៃគ្រួសារឈិនរបស់គេការទៅកាន់ទ្វីបទាំងមូលតែម្ដងហើយឥឡូវនេះផងដែរម្ដាយឪពុកក្រុមគ្រួសារនៃនគរឈិនរបស់ពួកគេគឺត្រូវបានសម្លាប់ស្លាប់អស់ហើយគឺនៅសល់តែឈិនលីទួយរបស់យើងមិនណែតែប៉ុណ្ណោះក៏ដោយសារតែមានខំបិសាចគឺមកក្រុមដែលពួកវាត្រូវបានហៅថា Black Abyss ដែលមកពីអាណាចក្រខាងក្រៅគឺបានមកលុកលុយមកកាន់អាណាចក្ររបស់ពួកគេហើយឥឡូវនេះផងដែរវាគឺត្រូវបានរេរ៉ាំងហើយក៏ត្រូវបានបែងចែកទៅជាកន្លែងផ្សេងគ្នាផងដែរនៅក្នុងទ្វីបរបស់យើងហើយក្រុមគ្រួសារមួយចំនួននៃក្រុមមកគ្របរបស់គ្រួសារឈិនរបស់គេហ្នឹងគឺបានមកក្បត់មកកាន់គ្រួសារគេហើយបានធ្វើការចាត់ការគ្រួសារគេដែលធ្វើគ្រួសារគេធ្លាក់ខ្លួនយ៉ាងខ្លាំងតែម្ដងគឺសល់តែឈិនលីទួយផលរបស់យើងមួយនេះតែប៉ុណ្ណោះហើយដូចដែលគាត់បាននិយាយគឺត្រូវតែឲ្យឈិនលីរបស់យើងគឺត្រូវតែរក្សាវត្តភាពរបស់គេគឺបានល្អហើយនៅពេលដែលឈិនលីគឺបានមិនតាន់បានចូលទៅក្នុងបទសុនទេដូច្នេះហើយគឺមិនត្រូវបង្ហាញថាខ្លួនគឺជាសមាជិកហើយក៏មិនមានតំណែងងជាមួយនឹងគ្រួសារឈិនបងដែរហើយគេត្រូវតែចាំឲ្យច្បាស់ថានៅពេលណាគាត់ទៅត្រូវតែសងសឹកនឹងចាត់ទៅកាន់គ្រួសារដែលបានក្បត់មកកាន់គ្រួសាររបស់គេឲ្យដាច់ខាតតែម្ដងហើយចិញ្ចៀនផ្ទុកមួយនឹងផងដែរគឺ
គឺជាម៉ូដនៃគ្រួសារជារបស់គេដើម្បីឲ្យឈិនលីគឺធ្វើការវឹកហាត់នៅក្នុងចិញ្ចៀនបន្ទប់មួយហ្នឹងហើយក៏មានវិជ្ជាគុណជាច្រើនផងដែរសម្រាប់ការវឹកហាត់ដើម្បីសងសឹកឲ្យគ្រួសារឈិនរបស់ពួកគេទាំងមូលតែម្ដងហើយក៏បានលេចាក់ចេញពីទីកន្លែងហ្នឹងទៅឈិនលីពិតជាសោកសៅខ្លាំងមែនទែនឈិនលីគឺបានស្បត់ថានឹងត្រូវតែសងសឹកទៅកាន់សមាជិកដែលបានក្បត់មកកាន់គ្រួសាររបស់គេបន្តមកឈិនលីគឺបានដើរចាក់ចេញពីសំណាក់ហ្នឹងទៅមិនត្រឹមតែចាក់ចេញធម្មតានោះទេគឺបានដុតផ្ទះនៅទីកន្លែងហ្នឹងចោលយកតែម្ដងអណ្ដាតភ្លើងយ៉ាងស្ថិរស្ថេរគឺបានឆេះហើយគេគឺបានចាក់ចេញទៅទីកន្លែងហ្នឹងទៅកាន់ជំរំនៃគ្រួសារយុនយើងក៏បានឃើញថាសមាជិកនៃគ្រួសារយុនជាច្រើនកំពុងតែភាសាគ្នាដោយមេដឹកនាំនៃគ្រួសារយុនកំពុងតែសួរពីព័ត៌មានទាក់ទងជាមួយនឹងអបាយយុនធានល័យហ្នឹងឯងប៉ុន្តែមិនថ្មីនោះទេតំណែងអីក៏បាត់សិនទៅឥឡូវនេះគេគឺមានការសង្កេតពីភាសាជាមួយនឹងយុនធានយ៉ាងដូច្នេះឲ្យអ្នកទាំង3ទៀតគឺចាក់ពីជំរំវិភាសារបស់ពួកគេសិនទៅហើយនៅពេលដែលអ្នកទាំង3គឺបានចាក់ចេញពីទីកន្លែងហ្នឹងហើយយុនបៃសានគឺបាននិយាយជាមួយនឹងយុនធានចាថាឥឡូវនេះគេមានភារកិច្ចឲ្យយុនធានចាហ្នឹងគឺធ្វើដោយភារកិច្ចរបស់គេគឺកំចាត់ទៅកាន់គ្រួសារទាំង3គ្រួសារគ្រូគឺគ្រួសារស៊ូអ្នកទាំងគ្នានិងគ្រួសារយូគ្រួសារយានជាដើមហើយប្រហែលជាខ្ញុំអត់សូវច្បាស់ជាមួយនឹងគ្រួសារទាំង3ហ្នឹងនោះទេក៏ដោយសារតែគេគឺមិនបានបង្ហាញច្បាស់លាស់ជាមួយនឹងគ្នានេះផងដែលដើម្បីចាត់ការទៅកាន់គ្រួសារទាំង3ហ្នឹងគេមានឆ្នាំពឺមួយពឹកគ្មានក្លិនគ្មានពណ៌គឺយកទៅថាទៅគឺអបយុនធានចាហ្នឹងគឺយកទៅកាន់ជំរំទាំង3ទៀតនៃកុសម្ព័ន្ធទាំង3ហ្នឹងហើយនៅពេលដែលចាត់គេហើយគឺតែធ្វើឲ្យគ្រួសារយុនរបស់គេគឺខ្លាចទៅជាអ្នកខ្លាំងនៅទីក្រុងមួយនេះតាំងមូលយកតែម្ដងចំណែកអបយុនធានចាហាក់ដូចជាមិនចង់ធ្វើនោះទេប៉ុន្តែក៏ថៅបែនយុនបៃសាហ្នឹងគឺគំរាមឲ្យក្បាលនិយាយថាអ្នកខ្លាំងនៅក្នុងពិភពលោកវឹកហាត់មួយនេះគឺអ្នកខ្លាំងគឺរស់អ្នកខ្សោយគឺស្លាប់អីចឹងទៅហើយទោះជាយ៉ាងណាក៏ដោយទោះបីជាអបហ្នឹងគឺត្រូវតែបដិសេធជាដាច់ខាតក៏ពិតជាយុនបៃសានគឺនៅតែឲ្យធ្វើអញ្ចឹងក៏ដោយសារតែអនាគតនៃគ្រួសារយុនរបស់ពួកគេគឺមិនឲ្យគ្រួសារមួយណាមកគំរាមកំហែងបានឡើយដូច្នេះហើយក៏បានឲ្យយុនធានចាគឺបានចាចេញពីទីកន្លែងនេះនិងទៅបំពេញភារកិច្ចរបស់គេទៅហើយទោះឲ្យផលរបស់យើងគឺបានស្ដាប់លើទាំងអស់ជាមួយនឹងការឃើញនៅការបញ្ចេញនៅសកម្មភាពរបស់យុនធានចាផងដែរបន្តមកទៀតយើងក៏បានឃើញថាយុនធានចាគឺបានមកដល់ជំរំនៃគ្រួសារស៊ូនៅពេលដែលគេគឺបានសង្កេតឃើញបែបនេះហើយគេនឹងរំចាត់ការប៉ុន្តែភ្លាមៗហ្នឹងយើងក៏បានឃើញថាសន្ទុះមួយគឺបានមកដល់ហើយយើងក៏បានឃើញលំពេញគឺបានចាក់ចំដើមទ្រូងរបស់គេតែម្ដងហើយនៅពេលនោះមេគ្រួសារនៃគ្រួសារស៊ូគឺបានមកដល់ហើយក៏មិនទាន់ច្បាស់ដូចគ្នាថាបែរហ្នឹងគឺជាមេគ្រួសារនៃគ្រួសារស៊ូគ្រាន់តែដឹងថាបែរហ្នឹងគឺជាសមាជិកនៃគ្រួសារស៊ូចំណែកបែរយុនធានយ៉ាពិតជាមានការព្យាបាលនៅពេលដែលគ្រួសារស៊ូគឺបានដឹងអំពីគេដែលបានបញ្ចេញមកសកម្មភាពបែបនេះហើយបែរនៃគ្រួសារស៊ូមួយហ្នឹងពិតជាដឹងហើយក៏បាននិយាយថាពិតជាដូចជាការកើតមែនថាឯងច្បាស់ជាមកដល់ទីកន្លែងនេះជាហេតុដែលធ្វើឲ្យគេមានការព្យាបាលក៏បានកើតបេសកកម្មមួយនេះមានតែគេជាមួយនឹងមេគ្រួសារយុនតែបណ្ណិតដែលបានដឹងអំពីវាហើយបានជាគ្រួសារគឺបានដឹងអំពីរឿងនេះចំណែកបែរនៃគ្រួសារស៊ូហ្នឹងក៏បាននិយាយថាអូនឯងចង់ដឹងមែនដែរទេនេះណែឈិនលីហើយគាត់តែលើកឈ្មោះឈិនលីពិតជាមានការព្យាបាលខ្លាំងមែនទែនហើយក៏បាននិយាយថាឈិនលីហ្នឹងគ្រាន់តែចង់បែកបាក់រវាងកុសសម្ព័ន្ធទាំង4របស់ពួកគេតែប៉ុណ្ណោះដូច្នេះហើយមិនឲ្យគ្រួសារស៊ូគឺស្ដាប់អំពីភាពសម្បត្តិរបស់ឈិនលីនោះទេប៉ុន្តែបែរនៃគ្រួសារស៊ូគ្មានទឹកពណ៌នោះទេក៏បាននិយាយថាបើដូច្នេះឯងគួរតែស្លាប់សិនទៅក៏បានវិជាកូនចៅរបស់គេចូលទៅចិត្តគេនិងសម្លាប់ទៅកាន់អបាយយុនធានជាហើយក៏បានអបគេគឺស្លាប់នៅកន្លែងហ្នឹងភ្លាមៗតែម្ដងបើពេលទី3គឺបានបន្តពីពេលមុននៅពេលដែលសម្រាប់ទៅកាន់អបាយយុនធានយ៉ាងហើយនៅពេលនេះតួឯករបស់យើងក៏បានកើតថាស៊ូវ៉ាន់ឈិនពិតជាបានដោះស្រាយជាមួយនឹងអបាយនោះបានយ៉ាងងាយស្រួលពិតមែនហើយឥឡូវនេះគេត្រូវតែតែងយកការស្គងសម្បត្តិរបស់អ្នកគ្រប់គ្នាធ្វើជាបច្ច័យសម្រាប់គេហ្នឹងហើយប៉ុន្តែភ្លាមៗយើងក៏បានឃើញថាមនុស្សម្នាក់កំពុងតែរត់គេវាហាក់ដូចជាមិនមែនរត់គេធម្មតាគ្រាន់តែធ្វើការដេញតាមហើយនឹងធ្វើការហោះតាមតែប៉ុណ្ណោះជាមួយនឹងការបង្ហាញនៅស្លាយសញ្ញាមួយផងដែរប៉ុន្តែខ្ញុំសូមអត់បកនោះទេក៏ដោយសារតែខ្ញុំមានការផន់ច្រឡំខ្លាំងមែនទែនក៏ដោយសារតែខ្ញុំហៅគ្រូសាទាំង3នោះគឺមានអារម្មណ៍ថាខ្ញុំហៅច្រឡំច្រើនអ្នកនរគ្នាដូច្នេះហើយគឺចាំមើលសាច់រឿងរបស់យើងតទៅតែម្ដងទៅនៅពេលនេះជំរំនៃគ្រូសាយន្តនឹងគឺคล้ายទៅជាការសម្លាប់បង្គាប់ពីសំណាក់អ្នកខាងក្រៅគឺចូលទៅវេបហេនិងសម្លាប់ទៅកាន់កងទ័ពជាមួយនឹងសមាជិកនៃគ្រូសាយន្តជាច្រើនតែម្ដងនៅពេលដែលយន្តបៃសិនគឺបានចេញមកដល់ការពិតមានការព្យាបាលមានន័យថាអបយន្តធានគឺបានប្រាជ័យក្នុងភារកិច្ចដែលគេបានប្រាក់ឲ្យហើយឃើញបែបនេះហើយគេមានការព្យាបាលជាមួយនឹងគ្នានេះផងដែលនៅពេលដែលគ្រួសារមិញគឺបានបង្ហាញខ្លួនហើយយើងក៏បានឃើញថាមេគ្រួសារទាំងពីរទៀតក៏បានបង្ហាញខ្លួនផងដែរមេគ្រួសារមិញចាងកងមេគ្រួសារវាងឈៀងខុនមេគ្រួសារស៊ូវ៉ាន់ជៀនពួកគេទាំង3គឺមកដើម្បីកំទេងនៅគ្រួសារយន្តរបស់ពួកគេហ្នឹងហើយនៅពេលនោះពួកគេទាំង3ក៏បានលោតទៅវិវហាទៅកាន់យន្តបៃសានផងដែរហើយយើងក៏បានឃ
ឃើញថាមនុស្សជាច្រើនផងដែរគឺបានសម្លាប់រង្គាលតែម្ដងជាមួយនឹងអបាយយន្តធានហើយគេពិតជាមានការឆ្ងល់យ៉ាងខ្លាំងនៅពេលដែលចេញមកមើលហ្នឹងក៏បានឃើញមនុស្សមួយចំនួនក៏បានលើកទៅថាគេផងដែរប៉ុន្តែក៏ថាបែនសម្លាប់យ៉ាងងាយតែម្ដងហើយក៏មានមនុស្សម្នាក់ទៀតគឺបានសម្លាប់កាត់ដៃអីចឹងទៅនៅពេលដែលឃើញបែបនេះហើយយើងក៏បានឃើញថាបន្តមេគ្រួសារទាំង8កំពុងតែវាយប្រហារទៅកាន់មេគ្រួសារយន្តវិញម្ដងដោយមេគ្រួសារមីងគឺបានវាយប្រហារពីមុខទប់ទល់ជាមួយនឹងមេគ្រួសារយន្តជាមួយនឹងគ្នានេះផងដែរពីការឌឺដងបែបនេះហើយយើងក៏បានឃើញថាមេគ្រួសារស៊ូវ៉ាន់ជៀនគឺបានលោតទៅវាយប្រហារនឹងចាក់ពីក្រោយខ្នងជាដែលធ្វើឲ្យមេគ្រួសារមីងមាននៅក្នុងការចាក់ពីមុខហើយយើងក៏មិនទាន់ដឹងថាស្លាប់ឬរស់ដែរយើងក៏បានឃើញថាអបាយយន្តធានហើយគឺបាននាំកូនស្រីរបស់គេហ្នឹងគឺបានរត់ចេញពីសមរភូមិមួយនេះតែមិនដឹងដើម្បីយករួចរស់ទៅខ្លួនឯងជាមួយនឹងកូនស្រីនោះទេដោយសារតែពីរអ្នកអូកូនហ្នឹងពិតជាចង្រៃខ្លាំងមែនទែនដោយពួកគេគឺបានរត់មកដល់ក្នុងភ័យគិតថារួចខ្លួនហើយប៉ុន្តែក៏មានអរិយវេទមន្តមួយក៏បានកើតឡើងនោះគឺជាស្នាដៃរបស់តួឯកផលរបស់យើងហ្នឹងពួកគេពិតជាមានការព្យាបាលបន្តមកតួឯកផលរបស់យើងក៏បានស្ទើរទៅពេលប្រហែលទៅកាន់អ្នកទាំងពីរហើយជាហេតុដែលធ្វើឲ្យអ្នកទាំងពីរក៏ត្រូវបានធ្វើថយមកក្រោយពិតជាមានការព្យាបាលថានោះគឺជាតួឯកផលរបស់យើងហ្នឹងហើយបន្តមកអ្នកទាំងពីរក៏បានប្រើផែនខ្សែជាមដាតភ្លើងវាប្រហែលទៅកាន់តួឯកផលរបស់យើងប៉ុន្តែក៏ត្រូវបានជិនលីទប់ទល់យ៉ាងងាយស្រួលគឺបានស្ទុះមកក្រោយអ្នកទាំងពីរក៏បានផឹកខ្សែឈាមរបស់គេគឺអរិយវេទមន្តកនៃរកនេះវាប្រហែលទៅកាន់អ្នកទាំងពីរបន្តទៀតនៅពេលដែលកម្លាំងនៃអរិយវេទមន្តគឺបានវាប្រហែលទៅកាន់អ្នកទាំងពីរជិនមានការព្យាបាលខ្លាំងមែនទែនប៉ុន្តែតួឯកផលរបស់យើងគឺមិនអស់នោះទេនៅតែបន្ថែមវាប្រហែលទៅកាន់យន្តធានហើយក៏បានធ្វើវាប្រហែលទៅគេទៅពោះផងតែគឺគណៈពេលទប់ទល់ហ្នឹងគឺឲ្យកូនស្រីរបស់គេរត់ចេញពីទីកន្លែងហ្នឹងទៅគេព្យាយាមទប់ទល់ខ្លាំងមែនទែនជាមួយនឹងអរិយវេទមន្តតួឯកផលរបស់យើងដែលបានវាប្រហែលទៅកាន់គេនឹងរហូតដល់តួឯកផលរបស់យើងគឺបានវាប្រហែលគេរបួសគេព្យាយាមទប់ទល់ដើម្បីកូនស្រីរបស់ខ្លួនគឺបានរត់ចាក់ចេញពីទីកន្លែងហ្នឹងហើយត្រឡប់មកវិញក្នុងការសងសឹកខ្លួនផងដែរនៅពេលនោះអរិយវេទមន្តតួឯកផលរបស់យើងក៏បានបាយបន្តិចជិនស៊ីនាងក៏បានរត់ចាក់ចេញពីទីកន្លែងហ្នឹងផងដែរតួឯកផលរបស់យើងចង់ទប់ទល់សិនប៉ុន្តែគឺមិនតនៅទេក៏ដោយសារតែពលរបស់គេហ្នឹងគឺបានមកពេលប្រហែលដើម្បីរារាំងទៅកាន់តួឯកផលរបស់យើងហ្នឹងឯងនៅពេលដែលគេបានលោតទៅពេលប្រហែលទៅកាន់តួឯកផលរបស់យើងតួឯកផលរបស់យើងក៏បានផារេម៉ូតអ៊ុនធេរ៉ន្ទេរបស់គេបញ្ចេញនៅថាមពលធេរ៉ន្ទេយ៉ាងខ្លាំងតែម្ដងគឺចាត់ការទៅកាន់អភ័យយន្តទេហើយជាហេតុធ្វើឲ្យគេវិទនេជាខ្លាំងនៅពេលនោះបន្ទុថាមពលក៏បានកើតឡើងបន្តមកទៀតតួឯកផលរបស់យើងនឹងគឺបានផើនៅថាមពលរន្ទេបន្តទៀតចាត់ការនឹងសម្លាប់ទៅកាន់គេហើយគេក៏បាននិយាយផងដែរថាទោះបីជាយើងខ្លាចទៅខ្មោចក៏ដោយក៏នៅតែតាមសងសឹកហើយផងដែរតួឯកផលរបស់យើងបន្តពិចារណាទៅកាន់យន្តទេហើយពេលផ្លែបន្តគឺជាយន្តធានស៊ីសេរីពេលអ្នកគ្នាគឺជាយន្តស៊ីនឹងឯងហើយយើងឃើញថាជាបាយយន្តស៊ីនឹងគឺបានមករត់មកដល់ផ្លូវតល់ហើយផ្លូវតល់កន្លែងនោះគឺជាទឹកអីចឹងទៅនាងគឺមានកន្លែងដើម្បីរត់តិចទេដូច្នេះយើងក៏បានឃើញតួឯកផលរបស់យើងគឺបានបន្តភ្លាមតែម្ដងហើយក៏បាននិយាយថានៅពេលដែលនាងគឺបានលួចនៅខ្សែជារបស់គេដូច្នេះហើយនាងគួរតែដឹងថានៅថ្ងៃនេះគឺបានមកដល់ដូចគ្នានៅពេលដែលឃើញថាតួឯកផលរបស់យើងគឺបានមកដល់បែបនេះហើយនាងបានឃើញថាពលរបស់នាងគឺថាបានសម្លាប់ហើយពើជាខឹងខ្លាំងមែនទែនហើយក៏បានផើខ្សែជាម្ដងភ្លើងនឹងវាប្រហែលទៅកាន់ម្ចាស់ខ្លួនវិញប៉ុន្តែក៏ថាបានតួឯកផលរបស់យើងបញ្ចេញនៅចំហាយនេះចេញមកគឺបានលេបទៅបាននៅខ្សែជាម្ដងភ្លើងនោះគឺយកមកទុកតែម្ដងហើយក៏បាននិយាយថានៅពេលដែលនាងគឺបានលួចនៅខ្សែជារបស់គេវាពិតជាឈឺចាប់ឥឡូវនេះបើជាថាខ្លួនគឺបានលួចនៅខ្សែជារបស់នាងទៅវិញហើយទៅហ្នឹងពិតជាថោកទាបខ្លាំងមែនទែនក៏បាននិយាយថាយើងគួរតែសម្លាប់ឯងតាំងពីដំបូងនៅពេលដែលយើងគឺបានយកឈ្នះទៅកាន់ឯងហើយមិនទុកថាតួឯកផលរបស់យើងគឺមិនដល់ពេលនេះដើម្បីសងសឹកមកកាន់ខ្លួនវិញនោះទេចំណែកតួឯកផលរបស់យើងថាស្អីចង្អាយដូចចង្ងៀងឯងហ្នឹងគឺត្រូវតែសម្លាប់នៅថ្ងៃនេះទៅបែនពេលទី9គឺបានបន្តឡើងនៅពេលដែលតួឯកផលរបស់យើងគឺបាននិយាយទៅកាន់ជាបាយយន្តស៊ីថាវាគឺជាជំរឿរបស់មនុស្សម្នាក់ៗហើយចំនួនក្រោយលើចំពោះយើងមិនគួររំខានដល់អ្នកដទៃនោះទេប៉ុន្តែឥឡូវនេះនាងគឺចង់សម្លាប់ខ្ញុំដូច្នេះហើយខ្ញុំនឹងធ្វើការបញ្ជូននាងទៅនរកតែម្ដងប៉ុន្តែជាបាយយន្តស៊ីហ្នឹងគឺមកឲ្យតួឯកផលរបស់យើងគឺសម្លាប់ខ្លួនបាននោះទេគឺបានលោតទៅកាន់ជួរនៅខាងក្រោមតែម្ដងចំណែកជិនលីវិញគេមកនាងគឺបានរត់ចូលទៅកាន់ជួរនៅទីកន្លែងហ្នឹងនោះទេហើយវាគួរតែជិះទឹកនោះទេនៅរកនេះនៅពេលដែលអ្នកទាំងពីរគឺបានចូលទៅកាន់ទឹកយើងក៏បានឃើញថាមានខ្យល់គួយមួយគឺបានគួយអ្នកទាំងពីរចុះទៅក្រោមយ៉ាងខ្លាំងតែម្ដងហើយយើងក៏បានឃើញថានៅពេលនោះផងដែរអ្នកទាំងពីរគឺបានចំមកដល់កន្លែងម៉ាមួយហើយពពេញដណ្ដើមថាភ្លើងឆេះយ៉ាងសន្ធោសទៅយ៉ាងខ្លាំងតែម្ដងជាបាយយន្តស៊ីគឺបានងើបមុនតួឯកផលរបស់យើងហើយក៏បាននិយាយថាទៅថ្ងៃនេះផងដែរនឹងមិនមែនជាអ្នកស្លាប់នោះទេគួរតែជាឯងវិញហើយបន្តមកក៏បានយកផាកបិទរបស់គេនឹងចាក់ទៅកាន់ជីនលីប៉ុន្តែក៏ត្រូវបានស៊ីលមួយគឺបានការពារទៅកាន់ជីនលីងើបទាន់ហើយក៏បានផើកម្លាំងរបស់គេវាប្រហែលទៅកាន់ច្បាប់នឹងឲ្យគេថយទៅក្រោយរងរបួសយ៉ាងខ្លាំងជា
ជាតិក្នុងផងដែរហើយក៏បាននិយាយថានៅថ្ងៃនេះនាងចង់ស្លាប់ខ្ញុំជាបានណាខ្ញុំមិនធ្វើនាងវេទនាជាប៉ាយុនស៊ីក៏បាននិយាយថានាងគាត់ទៅលួចនៅខ្សែជារបស់គេតែប៉ុណ្ណោះឥឡូវនេះផងដែរគឺបានសម្លាប់គ្រួសាររបស់នាងគឺទាំងមូលតែម្ដងតែគេគិតអ្វីមិនខ្លាចនៅកម្មផលទេមានតែទីកម្មផលមានតែទីនេះគឺជាច្បាប់នៃការវឹកហាត់របស់អ្នកវឹកហាត់នៅក្នុងទ្វីបមួយនេះតែនាងគឺមិនដឹងទេមានតែទីនាងពិតជាខឹងខ្លាំងមែនទែនបានលោតទៅវិញប្រហែលទៅកាន់ជីនលីប៉ុន្តែក៏ត្រូវបានជីនលីគឺគេចផុតហើយក៏បានធ្លាក់ចូលទៅកាន់ទីកន្លែងម៉ាក់ម៉ានឹងយកតែម្ដងវាពោពេញដោយអណ្ដាតភ្លើងគឺមើលមិនឃើញនោះទេជីនលីបានគិតថាទីកន្លែងនេះវាគួរតែចិត្តលិចហើយដូច្នេះគួរតែរកទីកន្លែងផ្សេងទៀតប៉ុន្តែគ្រាន់តែគេនិយាយបានតែប៉ុណ្ណឹងតែប៉ុណ្ណោះយើងក៏បានឃើញអណ្ដាតភ្លើងជាច្រើនគឺបានហោះមកលើគេហើយគេក៏បានសង្កេតឃើញដុំថ្មមួយផងដែរដូច្នេះហើយគេគឺគ្មានលទ្ធភាពដើម្បីហោះទៅកាន់ទីកន្លែងនោះទេប៉ុន្តែគឺអាចប្រើមរតករបស់គ្រូរបស់គេបានដើម្បីជាជំនួយក្នុងការដែលគេទៅទីកន្លែងនោះប៉ុន្តែសមត្ថភាពនិងធម៌ពលវិញ្ញាណរបស់គេគឺមិនគ្រប់គ្រាន់ដូច្នេះហើយមានតែបំបីទៅកាន់អាណាចក្រយិនវូជាមុនសិនហើយនៅពេលនោះផងដែរគេក៏បានបំបីទៅកាន់អាណាចក្រយិនវូក៏ដោយសារតែទីកន្លែងនេះផងដែរពោលទិញទៅដល់អណ្ដាតភ្លើងហើយអណ្ដាតភ្លើងមួយនោះគឺផ្ទុកទៅដោយធម៌ពលបរិសុទ្ធខ្លាំងមែនទែនហើយគេក៏បានចូលទៅតាំងសមាធិបង្កើតនៅធម៌ពលនិងកម្រិតដាំដុះរបស់គេហើយនៅពេលនោះផងដែរកម្រិតដាំដុះរបស់គេគឺបានបង្កើតបានកម្លាំងហើយគេក៏បានបង្កើតនូវស្គីរបស់គេផងដែរបញ្ចេញទៅស្លាប់ហើយក៏បានហោះទៅកាន់ទីកន្លែងដុំថ្មមួយនោះយកតែម្ដងទៅឆ្លងកាត់នៅម៉ាជាច្រើនផងដែរនៅពេលដែលបន្តទីកន្លែងនេះហើយឈិនលីកំពុងតែគិតថាតើគេអាចចាយចេញពីទីកន្លែងនេះបានដោយរបៀបណាក៏ដោយសារតែធម៌ពលរបស់វាពិតជាក្តៅនិងខុសខ្លាំងមែនទែនប៉ុន្តែភ្លាមក៏មានវិញ្ញាណដាតភ្លើងមួយគឺបានលេចឡើងក៏បាននិយាយថាល្អិតហើយពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនប៉ុន្តែឯងមកចាយចេញពីទីកន្លែងនេះដោយកម្លាំងរបស់ឯងបានទេគ្រាន់តែនិយាយបានតែប៉ុណ្្នឹងឈិនលីមានការភ្ញាក់ផ្អើលថាគេគឺជាណែហើយវិញ្ញាណដាតភ្លើងមួយហ្នឹងក៏បាននិយាយថាល្អិតបើឯងចាយចេញពីទីកន្លែងនេះជាមុនឯងច្បាស់ជាត្រូវស្លាប់នៅទីកន្លែងនេះជាមិនជាមិនខានដូច្នេះពួកយើងគួរតែធ្វើកិច្ចប្រឹងប្រែងមួយទៅក៏ដោយសារតែយើងនឹងជួយឲ្យឯងឡើងទៅលើឲ្យយើងទៅដូច្នេះហើយឯងធ្វើទៅដល់លេងយើងចំណែកឈិនលីគេមានការគិតជាខ្លាំងក៏ដោយសារតែគេមានការភ្ញាក់ផ្អើលហើយក៏មិនដឹងថាវិញ្ញាណដាតភ្លើងហ្នឹងគឺជាស្អីផងដែរប៉ុន្តែគេមិនខ្វល់នោះទេគឺបាននិយាយគួរសមគ្រប់ថាប្រជាគឺលោកគឺអាចជួយខ្ញុំបានដូច្នេះហើយពួកយើងគួរតែធ្វើកិច្ចប្រឹងប្រែងទៅតាមពាក្យសម្ដីដែលលោកបាននិយាយចឹងទៅចំណែកឲ្យវិញ្ញាណដាតភ្លើងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែឡានមួយនេះគឺមានការចាប់អារម្មណ៍ទៅកាន់តាញ្ញារបស់គេអ្វីនោះទេដូច្នេះក៏បានសួរទៅកាន់ឈិនលីចឹងទៅឈិនលីក៏បាននិយាយថាគេមិនខ្វល់អំពីតាសញ្ញាណពីក្រោយរបស់វិញ្ញាណដាតភ្លើងនោះទេសំខាន់អ្នកទាំងពីរគឺបានជួយសង្គ្រោះគ្នាទៅវិញទៅមកនិងធ្វើកិច្ចព្រមព្រៀងមួយគឺដែលអាចធ្វើឲ្យចាក់ចេញពីទីកន្លែងនេះទាំងពីរអ្នកគឺបានហើយវិញ្ញាណដាតភ្លើងគឺបាននិយាយថាតើឯងមិនខ្លាចថានៅពេលដែលយើងបានចាក់ចេញទៅមនុស្សទី1ដែលយើងគឺបានសម្លាប់គឺជាឯងមានដែរទេឈិនលីគឺគ្មានទៅខ្វល់នោះទេសំខាន់ពួកគេគឺអាចចាក់ចេញពីទីកន្លែងនេះបានជាមុនសិនហើយវាគឺជាជំរឿនរបស់ខ្លួនផងដែរបើសិនបើមានគ្រោះមហន្តរាយអីគឺវាគឺជាជំរឿនរបស់ខ្លួនគ្មានតាក់ទងជាមួយនឹងវិញ្ញាណដាតភ្លើងនោះទេវិញ្ញាណដាតភ្លើងពិតជាមានការចាប់អារម្មណ៍ទៅកាន់ឈិនលីខ្លាំងដែរដូច្នេះក៏បានយល់ព្រមជាមួយនឹងនីងលីដើម្បីធ្វើកិច្ចព្រមព្រៀងមួយដោយសារតែគេមើលទៅហាក់ដូចជាស្មោះត្រង់ផងដែរនៅពេលនោះផងដែរវិញ្ញាណដាតភ្លើងក៏បានបញ្ចេញនៅធម៌ពលរបស់គេចេញមកហើយយើងក៏បានឃើញថានីងលីមានការភ្ញាក់ផ្អើលប៉ុន្តែវិញ្ញាណដាតភ្លើងគឺមកនីងលីប្រឆាំងជាមួយនឹងធម៌ពលរបស់គេនោះទេហើយបន្តមកឈិនលីក៏បានចូលទៅកាន់វិញ្ញាណដាតភ្លើងមួយហ្នឹងហើយក៏បានជឿថាឈិនលីរបស់យើងគឺបានចូលមកដល់ទីកន្លែងមួយមិញនឹងមិនដឹងថាឡើងឬក៏ចុះនោះទេបន្ទាប់ពីមកដល់ទីកន្លែងហ្នឹងហើយវិញ្ញាណដាតភ្លើងក៏បានឲ្យឈិនលីហ្នឹងគឺទៅទីកន្លែងមួយនោះទៅហើយយើងក៏មិនទាន់ដឹងថាយ៉ាងម៉េចមកទេដែរក៏ដោយសារតែយើងរបស់យើងគឺបានបញ្ចប់តែត្រឹមហ្នឹងពេលទី10គឺបានបន្តពីភេទមុននោះទេក៏ដោយសារទួយផលរបស់យើងគឺត្រូវបានញៀនដាតភ្លើងគឺបាននាំយកគេទៅកាន់ទីកន្លែងមួយទៀតនៅពេលបានមកដល់ទីកន្លែងហ្នឹងហើយវិញ្ញាណដាតភ្លើងហាក់ដូចជាទូជាងមុនហើយក៏បានឲ្យទួយផលរបស់យើងមើលទៅទីអាសនៈមួយដែលមានផ្ទាំងតកចំនួន8នៅទីកន្លែងនោះទួយផលរបស់យើងមានរយៈពេលកន្លះម៉ោងតែប៉ុណ្ណោះដើម្បីបំបីទៅកាន់វាហើយក៏អាចចាក់ចេញពីទីកន្លែងនេះបានដែរប្រសិនបើមិនអាចបំបីទៅកាន់វាបាននោះទេវាជាបានណាពួកគេទាំងពីរនឹងអាចចាក់ចេញពីទីកន្លែងនេះបាននោះទេឲ្យទួយផលរបស់យើងគឺបញ្ញាប់ទៅទីកន្លែងនោះទៅហើយគេនឹងរងចាំទួយផលរបស់យើងនៅកន្លែងម៉ាក់ម៉ាវិញក៏ដោយសារតែគេគឺមិនអាចនៅទីកន្លែងនេះយូរបានទេនោះទេចំណែកទួយផលរបស់យើងពិតជាឆ្ងល់ហើយអ្វីបានជាដាតភ្លើងមួយនេះហាក់ដូចជាទូជាមុនចឹងហើយឈិនលីក៏មិនឆ្ងល់យូរហើយក៏មិនចាំយូរដូចគ្នាផងដែរគឺបានឡើងទៅកាន់ទីកន្លែងនោះតែម្ដងប៉ុន្តែពីមកកម្មទៅមកកម្មនឹងវាហាក់ដូចជាតិចយកម៉ែឲ្យតែមែនតែម្ដងរាងកាយរបស់ឈិនលីគឺបានកកអត់ទៅហើយមើលតែស្ដាយឈាមនឹងទឹកមុខគេទៅគឺស្លេយកតែមែនតែបន្តមកក៏មិនចាំយូរទៅណាក៏បានបញ្ចេញអរិយវេទមន្តយិនយ៉ាងទេទាំង5គឺដើម្បីគ្រប់គ្រងគេកុំឲ្យវាជាដើម្បីកកស្លាប់ទីកន្លែងនឹងឯងហើយគេក៏បានព្យាយាមដើរទៅមុខទៀតបន្តមកទៀតឈិនលីគឺបានឡើងមកដល់ទីកន្លែងនឹងហើយអាសនៈវាពោពេញទៅដោយធម៌ពលខ្លាំងមែនទែនដោយក៏របស់យើងបានគិតថាបើសិនបើគេគឺអាចគ្រប់គ្រងទៅកាន់អរិយវេទមន្តដែលគ្រប់គ្រងទីកន្លែងនេះបានវាហាក់ដូចជាគេនឹងអាចកម្ចាត់ទៅកាន់វិស័យទាំងអស់ក៏ដូចជាវិស័យដែលខំខាំងតាំង8នឹងផងដែរដែលបំលែងខ្លួនចេញពីអត្រីវិស័យហ្នឹងឯងដូច្នេះហើយឈិនលីក៏ចាំយូរទៀតដែរក៏បានប្រើអរិយវេទមន្តរបស់គេនឹងគឺប្រើវេទដើម្បីគ្រប់គ្រ
គ្រងទៅកាន់រៃវេទមន្តនៅខាងលើទោះបីជាត្រូវធ្វើអ្វីយ៉ាងណាក៏ដោយក៏ឈិនលីត្រូវធ្វើវាបែនដើម្បីសងទឹកទៅឲ្យគ្រួសារឈិនរបស់គេនៅពេលដែលឈិនលីក៏បានផាផារៃវេទមន្តទៅលើវាហើយយើងក៏បានឃើញថារៃវេទមន្តរបស់ឈិនលីនឹងបន្តិចម្ដងគឺបានខកខងពីមួយជាន់ទៅមួយជាន់ទៅលើរៃវេទមន្តដែលបានខកខងនៅទីកន្លែងហ្នឹងតែពោពេញទៅដោយធម៌ពលទៅក៏រន្ទះអីយ៉ាងទៅនៅពេលដែលឈិនលីស្ទើរតែគ្រប់គ្រងទាំងស្រុងបានទៅហើយយើងក៏បានឃើញពលិជ័យចាញ់យ៉ាងខ្លាំងហើយអ្នកក្រីតកមួយគឺបានលេខចេញមកផងដែរវាពិតជាខឹងសម្បាខ្លាំងមែនក៏បានស្រែកថាណាប្រហែនដែលហ៊ានបំបីមកកាន់អរិយវេទមន្តនៅទីកន្លែងនេះឈិនលីក៏ចាំយកក៏បានផៅចេញឈានពីដូនតារបស់គេនឹងហើយក៏បានចេញនៅអ្នកក្រីមួយទៀតផងដែរដើម្បីចាត់ការទៅអ្នកក្រីតកនឹងអ្នកក្រីតកមានការភ្ញាក់បោកក៏បានសួរទៅកាន់ឈិនលីថាគឺជាអ្នកឈិនលីក៏បានថាគឺជាម្ចាស់គ្រប់គ្រងទៅលើចិញ្ចៀនមួយនឹងឯងជាហេតុដែលអ្នកក្រីតកនឹងពិតជាមានការភ្ញាក់បោកក៏បានហៅឈិនលីថាលោកម្ចាស់តូចតែម្ដងក៏បានបង្រួមខ្លួនវាទៅជាតូចហើយក៏បានទៅនិយាយជាមួយនឹងឈិនលីពិតជាឆ្ងល់មកឲ្យឆ្ងល់ហើយថាអ្នកក្រីតនឹងគឺជាណាពិតប្រាកដអ្នកក្រីតកក៏បាននិយាយថាមើលទៅខ្លួនចៅនៃគ្រួសារឈិនហាដូចជាមិនទាន់ផាត់ពួយនោះទេដូច្នេះហើយលោកម្ចាស់របស់គេនឹងហាក់ដូចជាមានវ័យក្មេងបន្តិចហើយឈិនលីក៏បានដឹងថាវាគឺជាពូអ្នកទីផែងរបស់គេនឹងឯងដោយវាគឺជាអ្នកយាមនៃគ្រួសារឈិនអីចឹងទៅក៏ដោយសារគ្រួសារឈិនមានអ្នកយាមចំនួន9ក្បាលហើយវាគឺជាក្បាលទី5សមត្ថភាពរបស់វាក៏មិនណន់ផងដែរទោះជាយ៉ាងណាក៏ដោយឈិនលីក៏មានការឆ្ងល់ផងដែរដោយសារតែទីកន្លែងនេះគឺជាទីកន្លែងណែឲ្យពិតប្រាកដក៏ដោយសារតែវាហាក់ដូចជានៅលំហមួយអ្នកក្រីក្បាលទី5នឹងក៏បាននិយាយថាវាគឺជាស្ប៉ែនៅក្នុងឈានហ្នឹងឯងប៉ុន្តែធម៌ពលរបស់វាហាក់ដូចជាមិនសូវរឹងប្រមាណប៉ុន្តែក៏ដោយសារតែសមត្ថភាពរបស់ឈិនលីប្រហែលជានៅស្ទើរអីចឹងទៅក៏ដោយសារតែឈិនលីរបស់យើងគឺជាជំនាន់ក្រោយនៃគ្រួសារឈិនដូច្នេះហើយអ្នកក្រីមួយហ្នឹងក៏បានរៀបរាប់អំពីរឿងពីមុនផងដែរការពីមុននៅពេលដែលបិសាចគឺមកលោកលយហ្នឹងពួកគេគឺបានដឹកនាំមកកាន់គ្រួសារតកូលចំនួន100នៃទ្វីបរបស់ពួកគេដើម្បីចាត់គេរួមទាំងអត្រេយបរិសុទ្ធជាមួយនឹងព្រះពន្លេបរិសុទ្ធក៏បានចូលរួមផងដែរដើម្បីកំទេចទៅកាន់អត្រេយបិសាចហើយក៏បានគ្រប់គ្រងគេសង្កត់ទៅជាអ្វីបំណែកចឹងទៅគឺមិនសម្លាប់ទៅកាន់គេបាននោះទេដល់ពេលនោះកូនចៅនៃគ្រួសារស៊ីនគឺស្ទើរតែស្លាប់ទាំងអស់ហើយជីតារបស់គេក៏បាននាំឈិនលីកាលពីមុនហ្នឹងជាពេល15ឆ្នាំមុនមកគេមើលថែផងដែរប៉ុន្តែដោយសារតែត្រាននៅទីកន្លែងនេះក៏បានខូចខាតដូច្នេះហើយមានតែរកវិធីផ្សេងមួយទៀតគឺបញ្ជូនឈិនលីរបស់យើងនឹងទៅកាន់គ្រួសារយុនហើយកន្លែងហ្នឹងផងដែរគឺមានវិជ័យថាគ្រួសារយុននៅទេគាត់ទៅទីកន្លែងមួយទៀតដើម្បីមើលថែឈិនលីចឹងទៅនៅពេលដែលអ្នកទាំងពីរបាននិយាយគ្នាហ្នឹងយើងក៏បានឃើញថានៅទីកន្លែងហ្នឹងវាហាក់ដូចជាផ្លាស់ប្ដូរម្ដងទៀតហើយដូច្នេះហើយគឺពួកគេបាននៅទីកន្លែងនេះបានរៀននោះទេក៏បានហៅលំចាស់គេចេញក៏ដោយសារតែឈិនលីគឺជាចំនួនក្រោយតែម្នាក់គាត់នៃគ្រួសារឈិនដូច្នេះហើយមិនអាចស្លាប់នៅទីកន្លែងនេះបាននោះទេឈិនលីក៏បាននិយាយថាវាមិនអាចនោះទេក៏ដោយសារតែគេអាចគ្រប់គ្រងនឹងវាទីសាដើម្បីគ្រប់គ្រងទៅកាន់រៃវេទមន្តនៅទីកន្លែងហ្នឹងគឺបានមួយរយៈពេលដូច្នេះហើយគេនឹងធ្វើការគ្រប់គ្រងនៅទីកន្លែងហ្នឹងយកតែបន្តឲ្យលោកពូអ្នករបស់ពេលហ្នឹងគឺកំភៃឲ្យស្ដាប់ទៅតាមពេលសម្ដែងរបស់គេទៅគឺវាបែនហើយនៅពេលហ្នឹងផងដែរឈិនលីរបស់យើងគឺបានមកដល់ក៏បានរៃវេទមន្តយកតែម្ដងហើយដរាមណាដែលទួយបរបស់យើងគឺអាចគ្រប់គ្រងមកកាន់រៃវេទមន្តនេះបានស្ដាយបិសាចទាំង8ដែលបានបំលែងខ្លួនហ្នឹងច្បាស់ទៅស្លាប់នៅក្នុងដៃរបស់ឈិនលីជាមិនខានហើយឈិនលីរបស់យើងគឺបានមកក្បែរវាហើយក៏បានដាក់ដៃដើម្បីត្រៀមគ្រប់គ្រងនៅរៃវេទមន្តមួយនេះហើយគេក៏បានឆៃដើម្បីបិចោលសាច់រឿងរបស់យើងផងដែរថាស្ដាយបិសាចត្រេកបិសាចនឹងនៅរកគ្នានឹងត្រូវបានកំចាត់នៅក្នុងដៃរបស់គេមិនថាត្រេកបិសាចយ៉ាងណាក៏ទេសេចក្តីសងសឹកត្រូវបានបញ្ចប់នៅទីកន្លែងនេះជាមិនខានហើយខ្ញុំក៏អត់ដឹងថាវាមានរដូវកាលទី2អត់ដែរដោយសារតែវា complete ទៅដល់ page ហ្នឹងទេដូច្នេះហើយបាយបាយជួបគ្នាវីដេអូក្រោយបើគ្នាយើងចង់ឧបត្ថម្ភឬលើកទឹកចិត្តដល់ admin ក្នុងការសម្រាយរឿងអីគ្នាយើងគឺអាចលើកទឹកចិត្តតាមរយៈ QR ទាំងពីរនេះបាន